OK អញ្ចឹងបន្ទាប់ពីយើងបាន download និងដំឡើងកម្មវិធី Blender ដាក់នៅក្នុងកុំព្យូទ័ររបស់យើងហើយអញ្ចឹងយើងនឹងបើកកម្មវិធី Blender 4.4 របស់យើងអញ្ចឹងអ្នកទាំងអស់គ្នា double click លើកម្មវិធី Blender យើងមកហើយអញ្ចឹងនៅពេលដែលយើងបើកមកដំបូងគឺយើងឃើញផ្ទាំង welcome នេះមួយរូបឆ្មានេះហើយនឹងមានអីផ្សេងៗខាងក្រោមនេះគឺនឹងមានnew file មានន័យថាយើងចង់បង្កើត file ថ្មីជាប្រភេទ general ជាប្រភេទ 2D sculpting VFX ឬក៏ video editing ប៉ុន្តែអាកន្លែងនេះយើងអត់ទាន់ប៉ះពាល់វាទេហើយកន្លែង open នេះគឺមានន័យថាយើងទៅបើក file Blender ដែលយើងបាន save ទុកនៅក្នុងកុំព្យូទ័ររបស់យើងហើយកន្លែង recover នេះគឺមានន័យថា file ដែលយើងបានធ្វើចុងក្រោយគេប៉ុន្តែយើងអត់បាន save ទុកអញ្ចឹងយើងអាច recover បានហើយកន្លែងខាងស្ដាំនេះអ្នកទាំងអស់គ្នាប្រហែលជានឹងអត់ឃើញទេដោយសារតែបើសិនជាយើងបើក Blender មកលើកដំបូងអ្នកទាំងអស់គ្នាអត់មាន file ចាស់ៗទេអញ្ចឹងអ្នកទាំងអស់គ្នានឹងអត់ឃើញ recent file នេះទេអ្នកទាំងអស់គ្នានឹងអាចឃើញមានជា Blender help link មានអីចឹងដែរអញ្ចឹងអ្នកទាំងអស់គ្នាអត់ត្រូវការចុចអីនៅលើផ្ទាំងនេះទេអីដែលយើងត្រូវធ្វើគឺយើងត្រូវចុចនៅខាងក្រៅផ្ទាំងហ្នឹងមួយមកឆ្វេងក៏បានមកស្ដាំក៏បានចេញខ្ញុំនឹងចុចមកឆ្វេងនៅខាងស្ដាំនេះមកអូខេអញ្ចឹងបន្ទាប់ពីយើងចុចឲ្យផ្ទាំង welcome របស់យើងបាត់ហើយអីដែលយើងឃើញដំបូងគេគឺវារៀងញញែច្រើនតិចអញ្ចឹងខ្ញុំនឹងបញ្យល់វាមួយដើម្បីអ្នកទាំងអស់គ្នាអាចស្គាល់បានខ្លះហើយយើងនឹងបញ្យល់លម្អិតបន្ថែមនៅវីដេអូបន្តបន្ទាប់ទៅមុខទៀតអូខេអញ្ចឹងអីដែលអ្នកទាំងអស់គ្នាឃើញធំជាងគេផ្ទាំងមួយនេះគេហៅថា 3D viewport មានន័យថាជា view ដែលយើងអាចមើលឃើញ object របស់យើងដែលយើងដាក់នៅក្នុង viewport របស់យើងអញ្ចឹងនៅក្នុង viewport របស់យើងដំបូងឡើយគឺយើងឃើញមាន object 3គឺយើងមាន cube នេះហើយយើងមានអានេះគឺអំពូលភ្លើងហើយខាងឆ្វេងនេះគឺជាកាមេរ៉ាអញ្ចឹងអាហ្នឹងគឺគេហៅថា viewport ហើយខាងឆ្វេងនេះគឺគេហៅថា toolbar គឺជា tool មួយចំនួនដែលយើងទុកធ្វើការជាមួយនឹង object របស់យើងហើយបន្ទាប់មកនៅខាងក្រោមនេះគឺយើងមានជា timeline ហ្នឹងគឺកន្លែងដែលយើងដាក់ចលនាឲ្យ object របស់យើងហើយនៅស្ដាំនេះគឺជា property សម្រាប់ព័ត៌មានលម្អិតផ្សេងតាក់ទងជាមួយនឹង object ដែលយើងបាន select អញ្ចឹងយើងអាចសេរី setting អាចសេរីអីមួយចំនួនរបស់ object របស់យើងនៅខាងស្ដាំនេះហើយបន្ទាប់មកនៅខាងលើវាគឺយើងមាន scene collection មានន័យថាគឺជា list របស់ object យើងមួយថានៅក្នុង 3D viewport របស់យើងហ្នឹងមាន object អីគេខ្លះអញ្ចឹងដូចក្នុងករណីនេះអញ្ចឹងពេលយើងបើកមកដំបូងគឺយើងមានកាមេរ៉ាយើងមាន cube ហើយនិងមាន light អញ្ចឹងខាងស្ដាំនេះគឺជា panel property បើសិនជាអ្នកនរគ្នាមើលទៅយើងឃើញមានសញ្ញាពួនតូចនេះពេលយើងចុចទៅគឺយើងមាន property របស់ object របស់យើងអញ្ចឹងយើងអាចសេរីតាក់ទងជាមួយនឹងទីតាំងរបស់ object ការបង្វិលរបស់ object ហើយនិងការបង្រីកបង្រួមរបស់ object អូខេអញ្ចឹងshortcut របស់វាយើងចុចអក្សរ N គឺបិទបើកកន្លែងហ្នឹងអូខេហើយសម្រាប់នៅខាងលើវិញគឺអ្នកនរគ្នានឹងឃើញមាន menu bar យើងមាន file យើងមានអីខាងយើងមាន file យើងមាន render យើងមាន modeling យើងមានអីច្រើនអញ្ចឹងទាំងអស់ហ្នឹងអ្នកនរគ្នាបាច់ទាន់ខ្វល់ទេយើងនឹងជាលម្អិតតាក់ទងជាមួយនឹងអស់ហ្នឹងនៅពេលក្រោយៗទៀតអូខេអញ្ចឹងអីបន្ទាប់គឺរបៀបដែលយើងបង្វិលយើងមើលនៅក្នុង 3D viewport របស់យើងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បង្វិលមើល object របស់យើងជុំវិញហ្នឹងយើងចុចសកត់មកកដាលមកសកត់មកកដាលទៅជាប់ហើយអូសទៅអញ្ចឹងអ្នកទាំងអស់គ្នាសកត់មកកដាលជាប់អូសទៅឆ្វេងទៅស្ដាំអ្នកទាំងអស់គ្នានឹងអាចបង្វិលមើល object របស់យើងជុំវិញនឹងបានមើលពីក្រោមមើលពីលើមើលពីឆ្វេងមើលពីស្ដាំអញ្ចឹងយើងសកត់មកកដាលជាប់ហើយយើងអូសម៉ៅរបស់យើងទៅឆ្វេងទៅស្ដាំទៅហើយបើសិនជាអ្នកទាំងអស់គ្នាអត់មានម៉ៅទេអាហ្នឹងវាពិបាកអីហ្នឹងអញ្ចឹងបើសិនជាចង់រៀន Blender យើងត្រូវការមានម៉ៅមួយមកអូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចបង្វិលទៅឆ្វេងទៅស្ដាំដើម្បីមើល object មើលជុំវិញ object មើលជុំវិញ viewport របស់យើងហ្នឹងហើយដើម្បី zoom វាបង្រីកបង្រួមview របស់យើងទៅជិតឬក៏ទៅឆ្ងាយយើង scroll យើងរុញមកកណ្ដាលរបស់យើងទៅមុខទៅក្រោយទៅគឺវាបង្រីកបង្រួម view របស់យើងទូចធំតាមហ្នឹងឯងទៅជិតទៅឆ្ងាយតាមហ្នឹងឯងហើយបើសិនជាយើងចង់រង្កិល view របស់យើងខិតទៅឆ្វេងឬក៏ខិតទៅស្ដាំយើងចុច shift ហើយមកកដាលឲ្យជាប់អូសមកទៅឆ្វេងទៅស្ដាំអូខេអញ្ចឹងនៅពេលដែលយើងចុច shift មកកដាលទៅឆ្វេងទៅស្ដាំគឺយើងអាចរង្កិល view របស់យើងខិតទៅឆ្វេងហើយនិងខិតទៅស្ដាំឯងអូខេហើយបន្ទាប់មក
ឯដែលយើងស្គាល់បន្ទាប់គឺនៅក្នុង 3D viewport អញ្ចឹងនៅក្នុងកម្មវិធី 3D គឺយើងមាន3គឺមាន x y ហើយនិង z ធម្មតាបើសិនជាអ្នកនរគ្នាធ្លាប់រៀនគណិតអ្នកនរគ្នាស្គាល់ x និង y ហើយអញ្ចឹង x និង y មានន័យថាគឺជាបន្ទាត់នៅក្នុងប្លង់ x គឺបន្ទាត់ផ្ដេកហើយ y គឺបន្ទាត់ឈរប៉ុន្តែនៅក្នុង 3D យើងមាន 3D ឬក៏គេហៅថានៅក្នុងលំហអញ្ចឹងគឺយើងមាន 3គឺមាន x y ហើយនិង z គឺឡើងលើអញ្ចឹងអ្នកនរគ្នាអាចមើលនៅខាងស្ដាំខាងលើនេះបានយើងគេមាន x ពណ៌ក្រហមនេះហើយ y ពណ៌បៃតងហើយ z ពណ៌ខៀវហើយផ្ទុយវាហ្នឹងគឺ x គឺមាន ដក x y គឺមាន ដក y ហើយនិង z មាន ដក z អូខេអញ្ចឹងអ្នកនរគ្នាអាចបើកដាលបវលចុះបវលឡើងឬក៏បើសិនជាយើងអត់ចង់ចុចអាហ្នឹងទេយើងក៏អាចចុចនៅខាងរូបខាងស្ដាំនេះបានដែរអញ្ចឹងកន្លែងរូបកែវបង្រៀបនេះយើងចុចឲ្យជាប់អូសទៅលើទៅក្រោមអញ្ចឹងគឺវានឹងបរិយាបន្ទប់view របស់យើងហើយសម្រាប់កន្លែងរូបដៃនេះគឺយើងរំកិល view របស់យើងទៅឆ្វេងទៅស្ដាំយើងចុចឲ្យជាប់ហើយរំកិល view ទៅឆ្វេងទៅស្ដាំអូខេហើយសម្រាប់កាមេរ៉ានេះវិញពេលយើងចុចទៅមានន័យថាវាមកមើល view នៅក្នុងកាមេរ៉ារបស់យើងអូខេហើយដើម្បីចេញពីកាមេរ៉ាយើងគ្រាន់តែចុចម៉ៅកដាលឲ្យជាប់មកបវលវាទៅឆ្វេងទៅស្ដាំវិញមកអូខេហើយបន្ទាប់ពីកន្លែងកាមេរ៉ានេះហើយខាងរូបបន្ទាត់នេះគឺយើងដូរប្រភេទ view 3D viewport របស់យើងអញ្ចឹងក្នុង view ដែលយើងកំពុងមើលនេះគេហៅថា perspective view មានន័យថាយើងអាចមើលឃើញចម្ងាយរបស់ object ពីមួយទៅមួយមើលយើងមើលដឹងថាបន្ទាត់នេះវាទៅក្រោមទៅឆ្វេងទៅស្ដាំអញ្ចឹងទៅអញ្ចឹងយើងអាចសម្គាល់បានដោយមើលនៅខាងលើខាងឆ្វេងនេះមកគេប្រាប់ថា user perspective ហើយបើសិនជាយើងចុចនៅលើហ្នឹងចុចនៅលើបន្ទាត់សញ្ញាបន្ទាត់នេះមានន័យថា switch យើងដូរ view របស់យើងទៅប្រភេទ view មួយទៀតគឺគេហៅថា orthographic view គឺជា view មួយដែលធ្វើឲ្យបន្ទាត់ផ្សេងៗមើលទៅត្រង់ដែលគេភាគច្រើនគេប្រើ view ហ្នឹងតាក់ទងជាមួយនឹងវិស្វកម្មវិស្វករគាត់ធ្វើការគូសប្លង់គូអីចឹងទៅគឺគេប្រើ view មួយហ្នឹងដើម្បីវាមើលបន្ទាត់ទៅឃើញត្រង់កុំឲ្យវាមានជា perspective កុំឲ្យយើងមើលទៅវារៀងកោងឬក៏វាខាងលើរៀងធំតែមើលទៅក្រោមទៅរៀងតូចអីចឹងទៅអញ្ចឹងអាហ្នឹងគឺ orthographic view ហើយបើសិនជាអ្នកនរគ្នាដូរមក orthographic view ហើយយើងចង់ដូរទៅ perspective view វិញអញ្ចឹងយើងចុចកន្លែងរូបបន្ទាត់ហ្នឹងមកចុចកន្លែងហ្នឹងមកគឺយើងដូរមក perspective view វិញហើយអូខេអញ្ចឹងសម្រាប់ view បើសិនជាយើងចង់មើល view ពីមុខរបស់ object ចំពីមុខហ្មងឬក៏ពីស្ដាំឬក៏ពីឆ្វេងពីលើអីអញ្ចឹងអ្នកនរគ្នាអាចចុចនៅកន្លែងរូប3នេះបើសិនអ្នកនរគ្នាចុចអក្សរ x ពេលដែលយើងចុចអក្សរ x គឺយើងមើលពីស្ដាំរបស់ object ហើយបើសិនយើងចុចអក្សរ y មានន័យថាគឺយើងមើលពីខាងក្រោយរបស់ object ហ្នឹងអញ្ចឹងយើងអាចមើលនៅខាងលើខាងឆ្វេងនេះបានគឺវាប្រាប់ថាពីខាងក្រោយ back ហើយបើសិនខ្ញុំចុចអក្សរ z នេះគឺយើងមើលពីលើអញ្ចឹងគឺវា top view ហើយបើសិនខ្ញុំចុចអក្សរ y គឺយើងមើលពីក្រោយហើយចង់មើល y ពីខាងមុខមួយទៀតពីខាងមុខវិញយើងចុច y ម្ដងទៀតមកហើយឆ្វេងស្ដាំអញ្ចឹងដូចគ្នាយើងចុច x ហើយចុច x ម្ដងទៀតមកគឺវាបដូរពីឆ្វេងទៅស្ដាំហើយចុច y ពីមុខទៅក្រោយ z ក៏អញ្ចឹងដែរយើងមើលពីលើចុច z ម្ដងទៀតគឺយើងមើលពីក្រោមអូខេអញ្ចឹងបើសិនជាអ្នកនរគ្នាចុចរូបអក្សរ z អក្សរ x ហ្នឹងវានឹងយូរអញ្ចឹងនៅពេលដែលយើងធ្វើការងារជាក់ស្ដែងយើងអត់ចុចអាហ្នឹងឯងវារៀងយូរអញ្ចឹងយើងចុច shortcut វិញអញ្ចឹងនៅលើ keyboard អ្នកនរគ្នានៅខាងស្ដាំហ្នឹងគឺយើងឃើញមាន numpad មានថាផ្ទាំងដែលមានលេខហ្នឹងអញ្ចឹងយើងចុចលេខ1មានថាយើងមើលនៅ view ខាងមុខ front view ហើយបើយើងចុចលេខ3គឺយើងមើលទៅខាងright view មើលនៅពីខាងមើលពីស្ដាំហើយលេខ7គឺយើងមើលពីខាងលើអូខេអញ្ចឹងបើអ្នកនរគ្នាចុចលេខ1នៅពីខាងមុខហើយយើងចង់មើលពីខាងក្រោយវិញយើងអាចចុចលេខ9ទៅអញ្ចឹងលេខ1ហើយលេខ9មានន័យថាបច្ច្រាស់ពីលេខ1ហើយបើសិនយើងចុចលេខ3ហើយយើងចុចលេខ9
មានន័យថាលេខ9ហ្នឹងគឺបច្ច្រាស់ពីលេខ3បើសិនយើងចុចលេខ7ហើយយើងចុចលេខ9មានន័យថាយើងមើលបច្ច្រាស់ពីលេខ7វិញអូខេអញ្ចឹងបើលេខ1យើងមើលពីមុខយើងចុចលេខ9ទៅយើងមើលពីក្រោយអញ្ចឹងដល់ពេលខ្ញុំចុចលេខ3យើងមើលពីស្ដាំហើយខ្ញុំចុចលេខ9មានថាយើងមើលពីឆ្វេងវិញជារួមទៅគឺលេខ9ហ្នឹងបច្ច្រាស់ពី view ដែលយើងកំពុងតែមើលបើសិនខ្ញុំកំពុងមើលលេខ7 top view អញ្ចឹងពេលខ្ញុំចុចលេខ9វិញទៅគឺវានឹងមើលពីខាងក្រោមវិញហើយចុចលេខ9ម្ដងទៀតគឺនឹងមើលពីខាងលើវិញអញ្ចឹងលេខ9មានថាគឺបច្ច្រាស់ពី view ដែលយើងកំពុងមើលទោះបី view នឹងពីមុខពីក្រោយពីឆ្វេងពីស្ដាំហើយនៅពេលដែលយើងចុចលេខ9ទៅគឺយើងនឹងបច្ច្រាស់មកវិញអីដែលយើងហ៊ានបន្ទាប់គឺយើងចង់ហ៊ានតាក់ទងជាមួយនឹងការ select ទៅលើ object របស់យើងការចាប់ object មួយនេះអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាឃើញនេះឃើញ object ហ្នឹងគឺវាមានបន្ទាត់ជំវិញរៀងពណ៌លឿងពណ៌តកូចហ្នឹងគឺឃើញមានបន្ទាត់ជំវិញហ្នឹងអូខេអញ្ចឹងមានថា object ហ្នឹងគឺយើងត្រូវបានគេ select ឯងគឺត្រូវបានយើង select មានថាយើងកំពុងតែ select object មួយហ្នឹងឯងយើងកំពុងតែ select cube មួយហ្នឹងហើយបើសិនជាយើងចង់ select object ផ្សេងយើងអាចមើលឆ្វេងទៅលើ object ណាដែលយើងមើលឃើញនៅក្នុង 3D viewport របស់យើងដូចក្នុងករណីនេះគឺយើងមានអំពូលភ្លើងមានកាមេរ៉ាអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ចាប់ពូលភ្លើងនេះអញ្ចឹងខ្ញុំដាក់ម៉ៅឲ្យចំពូលភ្លើងហើយចុចម៉ៅឆ្វេងមកអញ្ចឹងយើងនឹង select ពូលភ្លើងមួយហ្នឹងអូខេហើយយើងនឹងអាចឃើញនៅខាងស្ដាំនេះគឺពូលភ្លើងយើងវាលោតមានពណ៌ខៀវនៅពីលើហ្នឹងមានន័យថាយើង select យើងបានចាប់យកពូលភ្លើងមួយហ្នឹងហើយបើសិនខ្ញុំចង់ select object cube នេះវិញអញ្ចឹងយើងចុចលើហ្នឹងមកអានេះក៏វាដូរតាមនឹងដែរហើយយើងអាច select camera select cube select ភ្លើងហើយបើសិនយើងចង់ deselect មានន័យថាយើងអត់ចង់ select អីទាំងអស់យើងចុចម៉ៅឆ្វេងយើងចុចម៉ៅឆ្វេងនៅកន្លែងទលាយណាមួយមកអញ្ចឹងខ្ញុំចុចកន្លែងនេះមានថាយើងអត់បាន select អីទេអូខេអញ្ចឹងបើសិនជាយើងចង់ select object ច្រើនយើងអាចចុច object មួយហើយខ្ញុំចង់ select object នេះមួយទៀតយើងចុច shift ឲ្យជាប់ហើយចុចម៉ៅឆ្វេងទៅលើ object មួយផ្សេងទៀតអញ្ចឹងយើងនឹងឃើញ object របស់យើងគឺ select 2មាន line មួយហើយនិង cube មួយអញ្ចឹងបើសិនខ្ញុំចង់ select បន្ថែមមួយទៀតគឺខ្ញុំចុច shift ហើយចុចម៉ៅឆ្វេងមួយទៀតមកអូខេអញ្ចឹង shortcut របស់វាគឺចុច shift ហើយយើងចុច select យើងចុចទៅលើ object មួយណាដែលយើងចង់ select បន្ថែមមកអូខេអញ្ចឹងយើងចុច shift select ហ្នឹងមកហើយបើសិនជាយើងចង់ថាobject ហ្នឹងខ្ញុំអត់ចង់ select វិញខ្ញុំចង់ deselect object មួយហ្នឹងវិញអញ្ចឹងយើងចុច shift ទៅដែរចុច shift ឲ្យជាប់ចុចលើ object ហ្នឹងម្ដងវាឡើងពណ៌រៀងលឿងវិញហើយចុចម្ដងទៀតទៅគឺវា deselect ឯងគឺវា deselect object ហ្នឹងឯងអញ្ចឹង object ដែលយើងនឹងនៅសល់គឺមានតែ object កាមេរ៉ាហើយនឹងភ្លើងឯងអូខេអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាឃើញពណ៌វាខុសគ្នានៅពេលដែលយើង select object ដូចជាកាមេរ៉ាហើយនឹងភ្លើងនេះមើលទៅពណ៌វារៀងក្រហមជាងអា cube មួយនេះអញ្ចឹងខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងobject សកម្មហើយនឹង object ដែលអសកម្មឬក៏យើងហៅថា active object អញ្ចឹងactive object មានន័យថា object ដែលជាមេរបស់គេអញ្ចឹងដូចជា object cube នេះគឺវាជា active object ឯងអញ្ចឹងមានន័យថាឃើញវាពណ៌លឿងនេះគឺជា active object ហើយបើសិនខ្ញុំ select object ពូលភ្លើងនេះចុងក្រោយគេគឺពូលភ្លើងនេះគឺជា active object អញ្ចឹង active object គឺវាអាចសម្គាល់ហើយនឹងអាចប្រើបានក្នុងលក្ខខណ្ឌច្រើនឥឡូវខ្ញុំនឹងឧទាហរណ៍មួយដែលខ្ញុំនឹងដូរអានេះទៅជា active element អ្នកនរគ្នាប្រហែលជាអត់ទាន់យល់ទេប៉ុន្តែអត់អីទេខ្ញុំគ្រាន់តែធ្វើអានេះដើម្បីឲ្យអ្នកនរគ្នាយល់ថាអ្វីទៅជា active object អញ្ចឹងបើសិនខ្ញុំ rotate ខ្ញុំបវល់នៅលើ active object មានន័យថា active object ហ្នឹងគឺវានៅស្ងៀមអូខេហើយបើសិនខ្ញុំយកកាមេរ៉ានេះជា active object វិញហើយខ្ញុំបវល់អញ្ចឹងអាកាមេរ៉ានេះវាអ្នកនៅស្ងៀមវិញផ្សេងគឺវានឹងបវល់វិញអូខេហើយបើសិនខ្ញុំយក cube នេះជា active object ហើយនៅពេលដែលខ្ញុំបវល់ទៅ cube នេះគឺវានៅមួយកន្លែងវិញគឺវាអត់បវល់ទៅឆ្វេងវាអត់រត់ទៅឆ្វេងទៅស្ដាំដូចពួកនេះឯងអូខេអញ្ចឹងអាហ្នឹងគឺជា active object អូខេអញ្ចឹងអីដែលអ្នកទាំងអស់គ្នានឹងស្គាល់បន្ទាប់ទៀតគឺការ select ដោយប្រើ box select មានន័យថា select មកប្រអប់អញ្ចឹងអ្នកទាំងអស់គ្នាអាចចុចអក្សរ B
ឃើញមានចេញបន្ទាត់4ចុងហ្នឹងមកហើយចុចមកឆ្វេងឲ្យជាប់អក្សរ B ចុចមកឆ្វេងឲ្យជាប់យើងអាចអូសវាមកឆ្វេងមកស្ដាំមានថាយើង select មកប្រអប់ហ្នឹងអូខេខ្ញុំ select មកប្រអប់នេះគឺបានប៉ុណ្នេះ select មកប្រអប់នេះគឺបានប៉ុណ្នេះហើយបើសិនជាអ្នកនរធ្លាប់រៀន AutoCAD ឬក៏ធ្លាប់រៀនអីSketchUp អីយើង select ពីឆ្វេងពីស្ដាំគឺវាមានអត្ថន័យខុសគ្នាប៉ុន្តែក្នុង Blender អត់ទេពីឆ្វេងឬក៏ពីស្ដាំគឺយើង select ដូចតែគ្នាទេអញ្ចឹងគឺយើង select បានប៉ុណ្្នឹងដូចគ្នាអូខេអញ្ចឹងពេលខ្ញុំ deselect គឺខ្ញុំចុចមកឆ្វេងនៅកន្លែងទលាយមួយមកអញ្ចឹងបើសិនអ្នកនរគ្នាចង់លុប object ណាមួយយើង select object ហ្នឹងហើយយើងចុច delete នៅលើ keyboard របស់យើងហ្មងក៏បានឬក៏ខ្ញុំត្រឡប់ថយក្រោយវិញមួយសិនឬក៏យើងអាចចុចអក្សរ X ដើម្បីលុប object អញ្ចឹងយើងចុច delete ទៅពេលយើងចុច X ទៅគឺវា load message ឲ្យយើងមើលមួយគឺ delete selected object វាសួរយើង delete អត់អញ្ចឹងយើងចុច delete ទៅហើយបើសិនអ្នកនរគ្នាច្រឡំដៃច្រឡំដៃលុបអញ្ចឹងហើយចង់ត្រឡប់ថយក្រោយវិញគឺយើងចុច Ctrl Z ដើម្បី undo មកវិញហើយបើយើងចង់ redo ចុច Shift Ctrl Z មានន័យថាមួយជំហានទៅមុខមួយជំហានទៅក្រោយ Ctrl Z មានន័យថាមួយជំហានថយក្រោយហើយ Shift Ctrl Z មានន័យថាមួយជំហានទៅមុខវិញអូខេដូចឧទាហរណ៍ខ្ញុំលុប object នេះចោលហើយអូខេពេលដែលខ្ញុំលុប object នឹងចោលហើយខ្ញុំថយក្រោយមួយជំហានវិញគឺមានន័យថា object នឹងអត់ទាន់លុបប៉ុន្តែបើសិនខ្ញុំថយខ្ញុំទៅមួយជំហានទៅមុខវិញមានន័យថាខ្ញុំលុប object នឹងហើយវិញហើយអូខេអញ្ចឹងអីដែលយើងនឹងស្គាល់បន្ទាប់គឺ tool នៅខាងឆ្វេងនេះអូខេអញ្ចឹង tool ដែលយើងឈរនៅលើជា default យើងចូលមកដំបូង tool ដែលយើងចូលមកដំបូងហ្នឹងគឺ select box មានថាយើងចាប់យក object របស់យើងជាលក្ខណៈប្រអប់អញ្ចឹងបើសិនជាអ្នកនរគ្នាចុចមកឆ្វេងលើនឹងឲ្យជាប់អ្នកនរគ្នានឹងឃើញមាន select ជា box select ជា circle select ជា lasso tool នេះបើសិនអ្នកនរគ្នាធ្លាប់រៀន Photoshop អ្នកនរគ្នានឹងស្តៀងមាន select ជា lasso អីនេះអូខេអញ្ចឹងខ្ញុំនឹងបញ្យល់មួយអញ្ចឹង select box ហ្នឹងគឺដូចខ្ញុំបង្ហាញមុននឹងអញ្ចឹងគឺយើងអាច select ជាប្រអប់ពីឆ្វេងពីស្ដាំអីក៏បានដែរហើយសម្រាប់ circle វិញដល់ពេលយើងយក tool មួយហ្នឹងមានន័យថាយើងផាត់ទៅលើ object មួយណាគឺវា select object មួយហ្នឹងតែយើងមកឆ្វេងឲ្យជាប់ទៅបើយើងផាត់ទៅ select បានដូចខ្ញុំមកឆ្វេងឲ្យជាប់ខ្ញុំផាត់ឲ្យចំកំពូលមួយនេះវា select កំពូលផាត់ឲ្យចំប្រអប់ cube មួយនេះគឺវា select cube ហើយខ្ញុំផាត់ឲ្យចំកាមេរ៉ាមួយទៀតមកអញ្ចឹងគឺវានឹង select កាមេរ៉ាមួយទៀតហើយពេលខ្ញុំមកឆ្វេងទៅលើអីផ្សេងគឺវា deselect ចោលទាំងអស់អូខេហើយបន្ទាប់មកlasso tool គឺយើងគូសយើងចង់គូស select យកអីគេខ្លះអញ្ចឹងបើសិនខ្ញុំគូស select យកតែកាមេរ៉ាខ្ញុំគូស select យកតែកំពូលភ្លើងនិង cube អាហ្នឹងគឺ lasso tool ហើយបន្ទាប់មកគឺ cursor ខ្ញុំអត់ទាន់បញ្យល់ទេខ្ញុំនឹងបញ្យល់នៅបន្តិចទៀតអញ្ចឹង tool ផ្សេងដែលនៅសល់គឺវាមានសារៈសំខាន់មែនទែនក្នុងការប្រើប្រាស់ដើម្បីឲ្យយើងអាចធ្វើការផ្លាស់ប្ដូរទ្រង់ទ្រាយនៅ object ទាំងឡាយនៅក្នុង 3D viewport របស់យើងបានអញ្ចឹងដើម្បីផ្លាស់ប្ដូរទ្រង់ទ្រាយរបស់ object នៅក្នុង 3D នៅក្នុងលំហអញ្ចឹងគឺយើងមាន3មុខងារសំខាន់ទី1គឺការពង្រីកបង្រួម object ទី2គឺការបង្វិល object ហើយទី3គឺការរំកិល object នៅក្នុងលំហហ្នឹងអញ្ចឹងដើម្បីយកកាន់ច្បាស់ដំបូងឡើយគឺខ្ញុំនឹងនិយាយពីការរំកិល object នៅក្នុងលំហអូខេអញ្ចឹងដើម្បីរំកិល object យើងទៅឆ្វេងទៅស្ដាំទៅលើទៅក្រោមអីអញ្ចឹងយើងត្រូវការ select object របស់យើងហើយយើងអា tool នេះយើងដូរពី select box ឬ select អីយើងយកមក tweak វិញអញ្ចឹងដល់ពេលយើង tweak យើងចុចមកឆ្វេងឲ្យជាប់យើងអាចអូសវាទៅឆ្វេងទៅស្ដាំដោយសេរីអត់មានកំណត់នៅលើបន្ទាត់ x បន្ទាត់ y អីទេអូខេអញ្ចឹងបើសិនខ្ញុំទាញវាមកឆ្វេងខ្ញុំប្រឡែងមកទាញវាមកស្ដាំខ្ញុំប្រឡែងមកឆ្វេងមកយើងមកអញ្ចឹងគឺវានឹងobject របស់យើងនឹងហត់មកខិតមកនេះអូខេអញ្ចឹងខ្ញុំ Ctrl Z ថយក្រោយមកវិញឬក៏យើងអាចប្រើ tool move នេះអញ្ចឹងយើងមក tool move យើងឃើញមាន3បន្ទាត់គឺពណ៌ខៀវពណ៌បៃតងនិងពណ៌ក្រហមអញ្ចឹងពណ៌ខៀវគឺអា Z បៃតងគឺអា Y ហើយក្រហមគឺអា X អញ្ចឹងយើង select object របស់យើងមក
យើងនឹងចេញបន្ទាត់នឹងបើសិនយើងអត់ select object ទេបន្ទាត់នឹងអត់ចេញទេអូខេអញ្ចឹងខ្ញុំនឹង select object ហ្នឹងហើយបើសិនខ្ញុំចង់រំកិលវាទៅលើ ax ចុចឲ្យចំបន្ទាត់ពណ៌ក្រហមហើយយើងសកាត់ម៉ៅឆ្វេងឲ្យជាប់អូសវាទៅឆ្វេងទៅស្ដាំទៅអញ្ចឹងយើងនឹងឃើញ object របស់យើងរំកិលតែនៅលើបន្ទាត់អីទេគឺវាអត់រត់ទៅលើបន្ទាត់ y ទេគឺវារត់តែនៅលើ ax ឲ្យយើងទាញទៅឆ្វេងទៅស្ដាំមិនក៏បានដែរអូខេអញ្ចឹងខ្ញុំ control z ហើយបើសិនខ្ញុំចង់កិលវាលើ y យើងចុចលើបន្ទាត់ y មកបន្ទាត់ពណ៌បៃតងហ្នឹងចុចឲ្យជាប់ហើយរំកិលវាទៅអូខេហើយបើសិនអ្នកនរគ្នាចុចហើយអ្នកនរគ្នាអត់ចង់ដាក់នៅហ្នឹងទេខ្ញុំចង់ឲ្យវាហត់មកកន្លែងដើមវិញមានថាយើងអត់ចង់ confirm ទេយើងចង់ cancel យើងចង់cancel វាចោលអញ្ចឹងយើងចុច mouse ស្ដាំមកគឺវាហត់មកកន្លែងដើមវិញបើសិនយើងចុច mouse ឆ្វេងជាប់អូហើយយើងបន្លែងមានថាយើង confirm ឲ្យ object ហ្នឹងនៅកន្លែងហ្នឹងប៉ុន្តែបើសិនយើងចុច mouse ឆ្វេងឲ្យអូហើយយើង mouse ស្ដាំមានថាយើង cancel វាចោលគឺយើងអត់ចង់រំកិលវាទៅហ្នឹងទេហើយ AZ ក៏ដូចគ្នាយើងអាចអូសវានៅលើ AZ ដោយ select នៅលើ AZ ហើយមកឆ្វេងឲ្យជាប់អង្គិលវាទៅអូខេអញ្ចឹងខ្ញុំ control set មកវិញហើយបន្ទាប់មកអ្នកទាំងអស់គ្នាខ្ញុំគិតថាដល់ពេលដែលយើងធ្វើការជាក់ស្ដែងគឺយើងអត់ប្រើ tool នេះទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាប្រើជា shortcut វិញយើងចុច shortcut នៅលើ keyboard វិញអញ្ចឹងដល់ពេលដែលយើងចុច shortcut នៅលើ keyboard គឺវាលឿនខ្លាំងជាងនៅពេលដែលយើងអង្គុយចុចUI នេះមួយពេលយើងចុចបន្ទាត់នឹងមួយគឺវាពិបាកមែនទែនឧទាហរណ៍បើសិនអ្នកទាំងអស់គ្នាចង់ដំបូងចង់អង្គិលហើយបន្ទាប់មកចង់ rotate ចង់អីវិញអញ្ចឹងគឺវារៀងពិបាកអញ្ចឹងយើងប្រើ shortcut វិញអូខេអញ្ចឹង shortcut សម្រាប់រំកិល object គឺអក្សរ G គឺ grab ពេលយើង grab ទៅយើងអាចទាញវាទៅឆ្វេងទៅស្ដាំទៅលើទៅក្រោមបានតាមម៉ាស្រីគឺវាអត់មានកំណត់នៅលើមួយណាអញ្ចឹងយើងអាចធ្វើដូចគ្នាពេលយើងចុចអក្សរ G ហើយយើងទាញវាទៅស្ដាំបើសិនយើងចង់ confirm object ហ្នឹងឲ្យនៅកន្លែងហ្នឹងយើងចុច mouse ឆ្វេងមួយមកគឺវា confirm នៅជាប់កន្លែងហ្នឹងហើយបើសិនជាខ្ញុំ control set មិនហើយបើសិនជាយើងថាយើង move ហើយយើងចង់ cancel វាចោលគឺយើង mouse ស្ដាំដូចធម្មតាអញ្ចឹងយើង mouse ស្ដាំមកយើងទាញមកដល់នេះខ្ញុំថាខ្ញុំអត់ចង់ឲ្យវាមកកន្លែងហ្នឹងចង់វាទៅកន្លែងដើមវិញ mouse ស្ដាំមកវាហត់មកកន្លែងដើមវិញអូខេហើយពេលយើងចុច G ពេលដែលយើងចុចអក្សរ G នៅលើ keyboard ហើយយើងចង់ឲ្យវាហត់ទៅនៅលើណាមួយយើងចុចអក្សរមកបើសិនយើងចង់វារំកិលទៅនៅលើ AX យើងចុចអក្សរ X នៅលើ keyboard របស់យើងមកគឺវានឹងហត់ទៅនៅលើ AX ឯងហើយបើសិនយើងចុចអក្សរ Y មានន័យថាវាហត់ទៅនៅលើអក្សរ Y នៅលើបន្ទាត់នៅលើ Y ឯងហើយយើងចុចអក្សរ Z មានន័យថាវាហត់ទៅនៅលើបន្ទាត់ Z ទេបន្ទាត់ AZ ទេអូខេអញ្ចឹង function មួយគឺវានឹងដើរធម្មតាដូចអីផ្សេងៗអញ្ចឹងបើសិនយើងចុច mouse វិញគឺយើង confirm control set មកវិញបើសិនយើង G ហើយ Z ហើយយើង mouse ស្ដាំមានន័យថាវាហត់មកកន្លែងដើមវិញអូខេអញ្ចឹងអាហ្នឹងគឺ shortcut សម្រាប់អង្គ object គឺអក្សរ G tool បន្ទាប់គឺការបង្វិល object នៅពេលដែលយើងចុចបង្វិល object គឺយើងឃើញមានបន្ទាត់កោងនេះពណ៌បៃតងពណ៌ខៀវហើយនិងពណ៌ក្រហមអញ្ចឹងពណ៌បៃតងគឺយើងបង្វិលនៅលើ y អញ្ចឹងនៅពេលដែលយើងបង្វិលនៅលើ y យើងឃើញ object របស់យើងគឺវិលបែបហ្នឹងហើយបើសិនខ្ញុំបង្វិលនៅលើ az គឺវាវិលបែបនេះវិញហើយ x គឺវាវិលចេះអូខេអញ្ចឹង shortcut សម្រាប់ការបង្វិល object គឺអក្សរ O គឺសម្រាប់ rotate អញ្ចឹងនៅពេលយើង rotate គឺវានឹង rotate base ទៅលើ view របស់យើងហើយបើសិនខ្ញុំចង់បង្វិលវានៅលើណាមួយគឺដូចការរំកិលអញ្ចឹងគឺយើងចុចអក្សរ O ហើយចុចដែលយើងចង់រំកិលចង់បង្វិលវាចង់បង្វិល object ទៅឧទាហរណ៍ខ្ញុំចង់បង្វិលនៅលើ y ចុច O ចុច y អញ្ចឹងគឺយើងបង្វិលលើ y ហើយបើខ្ញុំចង់បង្វិល y ហើយខ្ញុំថាខ្ញុំចង់ x វិញខ្ញុំចុចអក្សរ x មកហើយយើងចុចអក្សរ z អីមកអូខេអញ្ចឹងអាហ្នឹងគឺដូចគ្នាជាមួយនឹងការរំកិលដែរអញ្ចឹងគឺយើងចុចអក្សរ O ហើយបូកបន្ថែមជាមួយនឹងដែលយើងចង់បង្វិល x y z ហើយបន្ទាប់មកគឺ tool scale នេះគឺយើងនឹងមានពង្រីកនៅលើ x y z អញ្ចឹងបើសិនខ្ញុំចុចឲ្យចំបន្ទាត់ពណ៌ក្រហមគឺយើងនឹងប្រីកវាតែនៅលើ AX ឯងវាធំតែលើ AX ឯងអញ្ចឹងវាវែងទៅលើ AX នេះហើយបើសិនខ្ញុំ control set មកវិញខ្ញុំទាញទៅលើ y មានន័យថាវាហត់ទៅលើ y
ទាញទៅលើអក្សរមានថាវាពង្រីកនៅលើអក្សរអូខេអញ្ចឹង shortcut របស់វាគឺអក្សរ S នៅពេលដែលយើងចុចអក្សរ S មានថាយើងពង្រីកទាំងគ្រប់អក្ស x y z ហើយបើសិនខ្ញុំចង់ scale លើ x s ហើយយើងបូកជាមួយនឹងអក្សរដែលជាអក្សហ្នឹងមក x y z ហ្នឹងមកអូខេអញ្ចឹងវាស្តៀងតែគ្នាទេយើងដូរតែ G សម្រាប់រំកិល O សម្រាប់ rotate S សម្រាប់ពង្រីកមករួមហើយដល់ពេលដែលយើងផ្សំវាជាមួយនឹង x y z គឺវាដូចគ្នាអញ្ចឹងយើងអាចរំកិលនៅលើ x y z ឬក៏យើងអាចពង្វល់វានៅលើ x y z ឬក៏យើង scale វានៅលើ x y z តាមហ្នឹងទៅអូខេអញ្ចឹងអាហ្នឹងគឺ shortcut សម្រាប់យើងធ្វើការបានកាន់តែលឿននៅក្នុងកម្មវិធី Blender ហើយសម្រាប់ tool មួយនេះវិញគឺ transform មានន័យថាយើងបូកអា3ហ្នឹងបញ្ចូលគ្នាទាំងរំកិលទាំង rotate ហើយនិង scale អូខេអញ្ចឹងខ្ញុំ control Z មកវិញអស់មកអញ្ចឹងសម្រាប់ tool នៅខាងឆ្វេងហ្នឹងគឺអ្នកទាំងអស់គ្នានឹងប្រើភាគច្រើនប្រើតែអា3ហ្នឹងទេគឺយើងរំកិលយើង rotate យើងរំកិលយើងបវល់ហើយនឹងយើងប្រិយរួម object របស់យើងអូខេហើយសម្រាប់tool រូបប៊ិចរូបខ្មៅដៃនេះគឺយើងអាចយកវាយកមកគូកត់ចំណាំបានហើយពេលដែលយើងចុចនៅលើវាគឺយើងមានជាគូសជាបន្ទាត់ត្រង់យើងចុចមកឆ្វេងជាប់មកយើងគូសជាបន្ទាត់ត្រង់យើងគូសជា polygon យើង connect វាយើងភ្ជាប់វាមួយចេះហើយនឹង tool ចុងក្រោយគេគឺeraser មានថាចូលលុបអញ្ចឹងខ្ញុំអាចមកឆ្វេងលុបវាចោលទៅអូខេហើយនឹង tool រូបបន្ទាត់នេះមានថាយើងវាស់ចម្ងាយវាស់ប្រវែងរបស់ object របស់យើងប៉ុន្តែបើសិនយើងវាស់ទេវាអត់សូវត្រូវទេដោយសារវាពេលយើងវាស់ទៅវាមើលទៅតាម view របស់យើងវាអត់snap មួយ object បើសិនយើងចង់ឲ្យ snap ជាមួយ object យើងចុច control ជាប់ហើយយើងមកឆ្វេងទាញមកអញ្ចឹងគឺវា snap ជាប់ហើយយើងចង់លុបវាចោលចុចលើវាមួយហើយចុច x ទៅអូខេហើយសម្រាប់ tool មួយនេះគឺមានន័យថាយើង add cube បើសិនខ្ញុំចុចលើហ្នឹងគឺវាចេញចេះហើយដល់ពេលដែលយើងទាញចេះគឺវាចេញមកឆុងអញ្ចឹងយើងប្រឡែងមកឆ្វេងទៅអូវាឡើងលើ click មកឆ្វេងមួយទៀតគឺយើងបានcube ថ្មីមួយអូខេការបង្កើត object ថ្មីអញ្ចឹងដើម្បីបង្កើត object ថ្មីគឺយើងអាចដំបូងខ្ញុំលុប object នេះចោលសិនទៅ select object ចុច x លុបចោលអញ្ចឹងដើម្បីបង្កើត object ថ្មីយើងចុច shift a អញ្ចឹងគឺយើងនឹងទទួលបានផ្ទាំងនេះយើងនឹង add យើងនឹងបង្កើត object ថ្មីហើយនៅខាងក្រោមនេះគឺវាមានច្រើនមានobject ច្រើនដែលយើងនឹងស្វែងយល់នៅពេលក្រោយតែឥឡូវហ្នឹងគឺយើងនឹងស្វែងយល់តែអំពី mesh ទេស្វែងយល់តែអំពីជាលក្ខណៈ mesh object ដែលមានរូបរាង object ដែលមានរូបរាងយើងអាចមើលឃើញអញ្ចឹងខ្ញុំចុច mesh ខ្ញុំចុច add plane អញ្ចឹងយើងនឹងឃើញplane ហ្នឹងគឺជាប្លង់មួយជាផ្ទៃមួយជាផ្ទាំងមួយដែលវាអត់មានកម្រាស់ទេគឺយើងមើលពីលើយើងមើលឃើញមានផ្ទៃប៉ុន្តែបើសិនយើងមើលចំពីមុខចុចលេខ1មើលពីមុខគឺយើងមើលឃើញវាស្ដើងជាផ្ទះដូចជាกระดาษមួយអញ្ចឹងហើយបើសិនខ្ញុំចុច shift a ខ្ញុំ add UV sphere គឺយើង add បាល់មួយមានថាវាជាលក្ខណៈបាល់ហើយអ្នកនរគ្នាឃើញថាពេលដែលយើង add ពេលដែលយើងបង្កើត object ថ្មីគឺវានឹងបង្កើតនៅចំកណ្ដាលនេះអញ្ចឹងបើសិនខ្ញុំចង់បង្កើតវាឲ្យនៅកន្លែងផ្សេងខ្ញុំអត់ចង់ឲ្យវាកើតពេលដែលយើងចុចបង្កើតថ្មីមកវា load នៅកន្លែងហ្នឹងឯងចង់ឲ្យខ្ញុំចង់ឲ្យវា load នៅកន្លែងខាងស្ដាំនេះអញ្ចឹងobject ទាំងឡាយដល់ពេលដែលយើងបង្កើតថ្មីគឺវានឹង load នៅលើ 3D cursor នេះដែលខ្ញុំប្រាប់ថា tool cursor ហ្នឹងខ្ញុំនឹងបញ្យល់នៅពេលក្រោយអញ្ចឹងបើសិនខ្ញុំ select យក tool cursor ហ្នឹងហើយខ្ញុំចុចមកឆ្វេងនៅកន្លែងនេះឃើញ cursor របស់យើងវារត់មកនេះហើយនៅពេលដែលយើងបង្កើត object ថ្មីរបស់យើងគឺវានឹងកើតនៅកន្លែង 3D cursor ហ្នឹងអូខេបើទៀតថាខ្ញុំដាក់ 3D cursor នៅនេះហើយខ្ញុំបង្កើតជា cone ជាកោណមួយមកកោណនេះដូចលក្ខណៈ
account គេដាក់ប្រាស់ please ណាចឹង object ថ្មីគឺវានឹងកើតគឺវានឹង spawn នៅកន្លែងដែលយើងដាក់ 3D cursor ហ្នឹងបើសិនខ្ញុំដាក់ 3D cursor នៅកន្លែងនេះចុច shift A add ជាស៊ីឡាំងមួយមកចឹងស៊ីឡាំងរបស់យើងនឹងកើតនៅកន្លែងនេះអូខេចឹងខ្ញុំអាចដាក់ 3D cursor នៅកន្លែងនេះមកហើយខ្ញុំចុច shift A ហើយខ្ញុំយកជា donut មួយមកចឹងយើងនឹងទទួលបាន donut នៅចំកន្លែងដែលយើងដាក់ 3D cursor ហ្នឹងអូខេចឹងបើសិនអ្នកនរគ្នាចង់បង្កើត object ថ្មីហើយយើងមានកន្លែងថាយើងចង់បង្កើតវានៅកន្លែងណាអញ្ចឹងយើងយក 3D cursor tool នេះមកហើយយើងចុចវាទៅហើយបើសិនអ្នកនរគ្នាកំពុងតែស្ថិតនៅលើ tool នេះកំពុងតែប្រើ tool ផ្សេងហើយយើងចង់ដូរ 3D cursor ព្រាមយើងចុច shift ហើយ mouse ស្ដាំមកចុច shift ឲ្យជាប់ mouse ស្ដាំកន្លែងណា 3D cursor របស់យើងគឺវានឹងហត់ទៅកន្លែងហ្នឹងឯងឬក៏យើងចុច mouse ស្ដាំឲ្យជាប់មកយើងអាចចុច shift ហើយ mouse ស្ដាំឲ្យជាប់មកយើងអាចរំកិល 3D cursor របស់យើងទៅឆ្វេងទៅស្ដាំបានអូខេអញ្ចឹងដើម្បី copy object មួយគឺយើងត្រូវចុច shift D អញ្ចឹងពេលដែលយើងចុច shift D គឺវា copy ហើយយើងទាញ mouse របស់យើងទៅឆ្វេងទៅស្ដាំទៅគឺ object ហ្នឹងគឺវានឹងហត់ទៅតាម mouse របស់យើងហើយបើយើងចង់វាហត់នៅលើអក្សរណាមួយយើងអាចចុចនៅលើ keyboard របស់យើងទៅបើខ្ញុំចង់ឲ្យវាហត់នៅលើ X អញ្ចឹងខ្ញុំចុចលើ keyboard របស់យើងគឺអក្សរ X ទៅអញ្ចឹងគឺវានឹង copy ហើយវាហត់ទៅលើ X ហើយបើយើងចុចលើអក្សរ Y វិញវានឹងហត់នៅលើអក្សរ Y ហើយយើងចុចលើអក្សរ Z គឺវានឹងហត់នៅលើអក្សរ Z អញ្ចឹងខ្ញុំនឹងចុចអក្សរ X គឺវានឹងហត់នៅលើ AX អូខេអញ្ចឹងបន្ទាប់ពីយើងបានយល់ដឹងអំពីការប្រើប្រាស់ tool មួយចំនួននិងការ select object ហើយក៏ដូចជាការបង្កើត object ថ្មីនៅក្នុង 3D viewport របស់យើងហើយអញ្ចឹងមកដល់កន្លែងនេះគឺយើងនឹងធ្វើការអនុវត្តនៅ exercise មួយចំនួនដែលធ្វើយើងស៊ាំដៃជាមួយនឹងការប្រើប្រាស់ tool នៅក្នុងកម្មវិធី Blender ផងដែរអញ្ចឹងយើងនឹងគូសតុមួយដោយយើងប្រើអីដែលយើងបានរៀនមុនហ្នឹងអញ្ចឹងខ្ញុំនឹងកាត់តុមួយអូខេអញ្ចឹងយើងចុច shift A បី add cube មួយមក shift A យក mesh add cube មួយហើយយើងស្វែងមើលថាតុរបស់យើងមានរបៀបម៉េចអញ្ចឹងតុគឺយើងត្រូវមានផ្ទះមួយពីខាងលើធំអញ្ចឹងខ្ញុំនឹង scale វាអញ្ចឹងតុយើងនឹង scale វានៅលើ axis ចំមកប៉ុណ្ណេះមកហើយខ្ញុំនឹង scale វានៅលើ AX តិចទៀតមកចុច S ហើយ X ហើយខ្ញុំ scale វានៅលើ X តិចទៀតមកអូខេអញ្ចឹងអានេះគឺប្រទេសតុកហ្នឹងគឺខាងលើហើយខ្ញុំនឹង move វាខិតទៅលើដើម្បីដាក់ជើងតុកនៅខាងក្រោមអញ្ចឹងខ្ញុំនឹងចុច G ដើម្បី grab ហើយចុច Z ដើម្បី move នៅលើ X Z ហើយបន្ទាប់មកយើងនឹងធ្វើការ add តុក add ជើងតុកអញ្ចឹងយើងចុច shift A ដើម្បី add ជើងតុកហើយយើងយក cube មកអញ្ចឹងជើងតុកគឺវាមានលក្ខណៈតូចប៉ុន្តែវែងអញ្ចឹងខ្ញុំនឹង scale វាចុះក្រោមហើយតូចហើយខ្ញុំ scale វានៅលើ AZ អូខេអញ្ចឹងអានេះអាចនិយាយបានថាជាជើងតុកហើយបន្ទាប់មកខ្ញុំចង់មើល view ពីខាងក្រោមអញ្ចឹងខ្ញុំចុចលេខ7ហើយខ្ញុំចុចលេខ9មកដើម្បីមើល view ពីខាងក្រោមហើយខ្ញុំទាញជើងតុកហ្នឹងឲ្យដាក់កែងនេះអញ្ចឹងយើងចុចអក្សរ G ដើម្បី grab វាមកដាក់ខាងនេះមកអូខេហើយដើម្បីឲ្យវាជាប់ជាមួយនឹងប្រទេសតុកនេះយើងទាញវាកាត់មកលើមក G Z គឺ grab ទៅលើ Z អូខេហើយបន្ទាប់មកខ្ញុំនឹងយើងចង់ copy វាពីជើងតុកខាងឆ្វេងហ្នឹងមកខាងស្ដាំចឹងខ្ញុំចុច shift D ដើម្បី copy ពេលដែលយើងចុច shift D ហើយយើងជាប់ហើយយើងចុចអក្សរ X មកចឹងយើងចុចអក្សរ X ទាញមកខាងស្ដាំមកគឺបានប៉ុណ្ណេះហើយបន្ទាប់មកយើងចង់បានជើងតុកពីរហ្នឹងទៅមកខាងទៀតចឹងខ្ញុំនឹងចុច shift select ទៅលើជើងតុកមួយទៀតចុច shift D ម្ដងទៀតហើយគឺ shift D លើកនេះគឺយើង copy វានៅលើ Y អូខេអញ្ចឹងគឺយើងបានតុកមួយអញ្ចឹងអានេះគឺជា exercise ដែលស្រួលៗយើងអាចគូប្រើបានជាមួយនឹង tool ដែលយើងមានហើយនឹង shortcut ដែលយើងបានរៀនមុនហ្នឹងអាចបង្កើតបានជាតុកមួយ
អូខេអញ្ចឹងបន្ទាប់ពីយើងបានស្គាល់ tool មួយចំនួននៅក្នុងកម្មវិធី Blender រួចមកអញ្ចឹង ដែលយើងនឹងរៀនបន្ទាប់គឺ edit mode ឥឡូវនេះគឺយើងឈរនៅក្នុង object mode ព្រោះបើសិនជាយើងមកមើលនៅខាងលើខាងឆ្វេងនេះគឺគេបញ្ជាក់ប្រាប់យើងថា object mode អញ្ចឹងដើម្បីយើងបដូរពី object mode ទៅកាន់ edit mode យើងនឹងចុច tab នៅលើ keyboard របស់យើងអ្នកនរគ្នានឹងអាចឃើញtab នៅលើវីដេអូហ្នឹងឃើញ key ហើយនឹង mouse ដែលខ្ញុំចុចនៅហ្នឹងអូខេអញ្ចឹងយើងចុច tab ដើម្បីដូរពី edit mode ទៅ object mode ពី object mode ទៅ edit mode អញ្ចឹងយើងចុច tab មកឬក៏អ្នកទាំងអស់គ្នាអាចមកខាងលើខាងឆ្វេងនេះកន្លែង object mode ហើយចុចសញ្ញាពងចុចខមហ្នឹងមកយើងនឹងអាចបដូរទៅក្នុង edit mode បានអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចុចខមចុចចុខមអ្នកទាំងអស់គ្នានឹងឃើញមានមិនត្រឹមតែ edit mode ទេយើងនឹងឃើញមាន sculpting mode មាន vertex មាន weight pen មាន texture pen អញ្ចឹងអា mode ផ្សេងៗទៀតនេះយើងនឹងអត់ cover វាទេនៅក្នុងវីដេអូនេះគឺអីដែលយើងសំខាន់យើងនឹងនិយាយអំពី edit mode ហើយនិង object mode ពួកអី mode ពីរហ្នឹងគឺជា mode ដែលសំខាន់នៅក្នុងកម្មវិធី Blender ហើយយើងប្រើវាច្រើនអូខេអញ្ចឹងយើងអាចចុច tab ដើម្បីចេញចូលឬក៏យើងអាចមកចុចនៅកន្លែងខាងលើហ្នឹងអូខេអញ្ចឹងខ្ញុំនឹងចុច tab ដើម្បីចូលទៅក្នុង edit mode អញ្ចឹងមុននឹងបញ្យល់អីផ្សេងខ្ញុំនឹងប្រាប់ថាតើអ្វីទៅជា edit mode ហើយវាខុសគ្នាពី object mode វាមិនអូខេអញ្ចឹង edit mode គឺជាកន្លែងមួយដែលអាចអនុញ្ញាតឲ្យយើងកែប្រែរូបរាងរបស់ object មួយបានដូចជា cube នេះជាដើមបើសិនជាខ្ញុំនៅក្នុង object mode នៅពេលដែលខ្ញុំ scale វាឧទាហរណ៍ថាខ្ញុំ scale វានៅលើ AX អញ្ចឹងយើងឃើញថាវាកែរូបរាងមែនប៉ុន្តែរូបរាងរបស់វាគឺបន្ទាត់នៅត្រង់គឺវានៅតែត្រង់ដដែលប៉ុន្តែនៅក្នុង edit mode វិញបើសិនជាខ្ញុំចង់កែប្រែរូបរាងវាយើងអាចកែប្រែរូបរាងវាបានទៅជារបៀបមិនក៏បានដែរឧទាហរណ៍ដូចជាខ្ញុំ select អាមួយនេះហើយខ្ញុំទាញវាអញ្ចឹងបន្ទាត់របស់វាគឺលែងត្រង់ស្របគ្នាទៀតហើយអញ្ចឹងគឺវានឹងផ្លាស់ប្ដូរទៅតាមអីដែលយើងចង់បានតាមស្ថានភាពជាក់ស្ដែងអូខេអញ្ចឹង edit mode គឺជាកន្លែងមួយដែលអាចឲ្យយើងកែប្រែរូបរាងកែប្រែទ្រង់ទ្រាយរបស់ object តាមអ្វីដែលយើងចង់បានអូខេអញ្ចឹងបន្ទាប់ពីយើងដឹងពីភាពខុសគ្នារវាង object mode ហើយនិង edit mode ហើយអញ្ចឹងនៅក្នុង edit mode គឺវាមានការ select 3ប្រភេទខុសៗគ្នាទី1នៅពេលដែលអ្នកទាំងអស់គ្នាឃើញនេះគឺយើង select ជា vertex អញ្ចឹងតើអ្វីទៅជា vertex គឺជាចំណុចតូចដែលផ្សំបានទៅជា object មួយហ្នឹងអញ្ចឹងដូចជា cube មួយនេះគឺវាផ្សំពី vertex ច្រើនមាន vertex ចំណុចហ្នឹងគឺគេហៅថា vertex អញ្ចឹង vertex ភ្ជាប់ពីមួយទៅមួយបង្កើតបានជាបន្ទាត់ហើយបន្ទាប់មកបន្ទាត់ភ្ជាប់គ្នាទៅគឺបង្កើតបានទៅជាផ្ទៃអញ្ចឹងការ select ទី1គឺ vertex ហើយចំណែកទី2គឺការ select ជាបន្ទាត់អញ្ចឹងដើម្បីផ្លាស់ប្ដូរពីការ select vertex ទៅការ select បន្ទាត់គឺយើងអាចបដូរបាននៅកន្លែងខាងលើនេះអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញឥឡូវហ្នឹងគឺយើងកំពុងតែឈរនៅលើ vertex select mode អញ្ចឹងដើម្បីដូរទៅបន្ទាត់ខ្ញុំនឹងចុចយកកន្លែងនេះអញ្ចឹងយើងនឹងអាច select object ហ្នឹងបានជាលក្ខណៈបន្ទាត់វិញអូខេអញ្ចឹងអ្នកទាំងអស់គ្នាអាច select បានជាបន្ទាត់ធម្មតាជាបន្ទាត់នេះហើយសម្រាប់ទី3គឺការ select ជាផ្ទៃអញ្ចឹងយើងមកដូរកន្លែងខាងលើនេះយើងយកវាជា face អូខេអញ្ចឹងផ្ទៃគឺយើង select បានជាមួយផ្ទាំងបែបនេះគឺមួយផ្ទាំងរបស់ object ដែលវាផ្សំបានជា object មួយហ្នឹងអូខេអញ្ចឹងselect mode 3ហ្នឹងគឺយើងនឹងប្រើ shortcut ដើម្បីបដូរវាទៅមកអញ្ចឹង shortcut របស់វាគឺលេខ1សម្រាប់ vertex លេខ2គឺសម្រាប់បន្ទាត់ឬក៏ edge ហើយលេខ3គឺសម្រាប់ face ឬក៏ផ្ទៃអូខេអញ្ចឹងបន្ទាប់ពីយើងដឹងពីការ select នៅក្នុង edit mode ហើយខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាបន្តិចថានៅក្នុង edit mode shortcut ហើយនិង tool ផ្សេងដែលយើងបានរៀននៅក្នុង object mode គឺវានៅតែអាចប្រើប្រាស់បាននៅក្នុង edit mode ធម្មតាអញ្ចឹងដូចជាការ scale អញ្ចឹងយើងអាច select ផ្ទៃមួយឧទាហរណ៍ថាខ្ញុំ select ផ្ទៃមួយអញ្ចឹងខ្ញុំអាច select ហើយខ្ញុំអាច scale វាបានអូខេហើយនឹងការ move គឺឬក៏ការរំកិលហ្នឹងគឺយើងអាចប្រើ keyboard G ដើម្បីរំកិលវាបានហើយនឹងការ rotate អូខេអញ្ចឹងគឺវាដូចនៅក្នុង object mode ដែរគ្រាន់តែខុសគ្នាតែការ select ទេនៅក្នុង edit mode គឺយើងអាច select បានជាច្រើនលក្ខណៈច្រើនបែបច្រើនយ៉ាងអញ្ចឹងឧទាហរណ៍ថាខ្ញុំអាចនៅក្នុង edit mode យើងអាចចុច
លុបចោលឲ្យអស់ហើយយើងអាច add object ថ្មីបានដូចនៅក្នុង add ដូចនៅក្នុង object mode ដែរតែគ្រាន់តែ object ហ្នឹងវាជាលក្ខណៈជា mesh ទាំងអស់អូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំយកជា icosphere មួយUV sphere អញ្ចឹងឧទាហរណ៍ថាខ្ញុំselect face នៅលើ UV sphere ហ្នឹងអញ្ចឹងខ្ញុំអាច select face បានច្រើនចុច shift ហើយយើងចុច mouse ឆ្វេងទៅយើងអាច select face បានច្រើនប៉ុន្តែអីដែលយើងត្រូវដឹងในការ select face និងការ select vertex ផ្សេងៗរបស់ object ហ្នឹងគឺយើងអាចselect វាចុច shift ចេះអត់ទេអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំចង់ select បន្ទាត់នេះ vertex មកជុំបាល់ហ្នឹងមកជុំ UV sphere ហ្នឹងអញ្ចឹងខ្ញុំអាចចុចចេះមកអ្នកនរគ្នាចុចតាមខ្ញុំមកអញ្ចឹងយើងចុចដើម្បីselect វាបានមកជុំយើងចុច shift វាជាប់ហើយយើងselect វាមួយមកអូខេអូខេអញ្ចឹងអានេះគឺយើងឃើញយើង select វាបានមកជុំហើយអញ្ចឹងនៅពេលដែលយើង select អញ្ចឹងគឺវាយូរយើងត្រូវអង្គុយ select ម្ដងមួយរហូតដល់មកជុំអញ្ចឹងដើម្បី select edge ឬក៏ vertex ឬក៏ edge ឬក៏ផ្ទៃហ្នឹងឬក៏ face របស់ object ឲ្យបានម្ដងមកជុំយើងចុច alt អញ្ចឹងឥឡូវខ្ញុំថាខ្ញុំ deselect ហើយខ្ញុំចុច alt ឲ្យជាប់ហើយខ្ញុំដាក់ mouse ឲ្យចំបន្ទាត់អញ្ចឹងឧទាហរណ៍បើខ្ញុំដាក់ mouse ឲ្យចំ vertex នេះហ្មងគឺវានឹងរត់មកជុំចេះហើយបើសិនខ្ញុំថាមកជុំទៅស្ដាំចេះហើយបើសិនខ្ញុំចង់ឲ្យវារត់មកជុំលើក្រោមចេះអញ្ចឹងយើងដាក់ម៉ៅរបស់យើងឲ្យចំបន្ទាត់ចេះអាចចំបន្ទាត់រត់ពីលើមកក្រោមចេះតែកុំដាក់ឲ្យវាចំ vertex ហ្នឹងអញ្ចឹងយើងដាក់ឲ្យវាចំបន្ទាត់ដែលយើងរត់មកជុំ direction ឬក៏ទិសដៅដែលយើងចង់បានឧទាហរណ៍ថាបន្ទាត់នេះទិសដៅវាមកជុំផ្ដេកអញ្ចឹងយើងដាក់ឲ្យចំបន្ទាត់ដេកនេះហើយបើសិនយើងចង់ select វាមកជុំបន្ទាត់ឈរនេះអញ្ចឹងយើងដាក់ឲ្យចំបន្ទាត់ឈរនេះទិសដៅបន្ទាត់ឈរនេះអញ្ចឹងវានឹង select មកជុំហ្នឹងហើយសម្រាប់យើងការ select edge ក៏យើង select អញ្ចឹងដែរយើងចុច alt ឲ្យជាប់យើងអាចចុចអញ្ចឹងហើយយើងចុចអាចចុច alt ហើយបូកជាមួយនឹង shift ដើម្បី select មកជុំចេះអូខេហើយសម្រាប់ face វិញគឺយើងអាច select បានមកជុំដែរតែ face វាផ្ទុយពីអាពីមុនបន្តិចឧទាហរណ៍បើសិនយើងចង់ select face មកជុំដេកនេះយើងត្រូវដាក់បន្ទាត់ឲ្យចំបន្ទាត់ឈរអញ្ចឹងវានឹង select ជុំដេកប៉ុន្តែបើសិនយើងដាក់ឲ្យចំបន្ទាត់ដែលដេកនេះalt ហើយដាក់ចំបន្ទាត់ដេកហើយយើង select អញ្ចឹងវានឹងរត់ជាបន្ទាត់ឈរវិញអូខេអញ្ចឹងអ្នកនរគ្នានឹងឃើញនៅពេលដែលយើង select ជាមកជុំបន្ទាត់ឈរគឺវាអត់រត់មកជុំទេដោយសារតែមកដល់កន្លែងនេះគឺវាបិទចិត្តហើយអញ្ចឹងវាអត់អាចរត់បានមកជុំដូចមកជុំបន្ទាត់ដេកនេះអូខេហើយការ select សំខាន់មួយទៀតគឺយើងអាច select ពីត្រឹមនេះឧទាហរណ៍ថាខ្ញុំចង់ select ពីត្រឹមប្រអប់ខាងឆ្វេងមកដល់ប្រអប់ខាងស្ដាំអញ្ចឹងយើងអាចចុចប្រអប់ខាងឆ្វេងហើយចុច shift រហូតមកដល់នេះមកប៉ុន្តែនៅក្នុង Blender គឺវាងាយស្រួលមួយយ៉ាងគឺដោយសារយើងអាច select ប្រអប់នេះហើយយើងចុច control ឲ្យជាប់ហើយយើងចង់ select ដល់ណាយើងដាក់មើលចំកន្លែងហ្នឹងចុច mouse ឆ្វេងទៅគឺវានឹងរត់ទៅដល់ហ្នឹងឯងអញ្ចឹងខ្ញុំអាច select ចេះអូខេអញ្ចឹងអាហ្នឹងគឺការ select ផ្សេងៗនៅក្នុង edit mode អញ្ចឹងការលុបនៅក្នុង edit mode គឺវាអត់ដូចការលុបនៅក្នុង object mode ទេអញ្ចឹងនៅក្នុង edit mode គឺការលុបរបស់វាគឺមានច្រើនជាងនៅក្នុង edit object mode អញ្ចឹងនៅក្នុង object mode សម្រាប់នៅក្នុង object mode នៅពេលដែលយើងចុច x គឺយើងគ្រាន់តែ delete វាទៅបាត់ទៅហ្មងប៉ុន្តែនៅក្នុង edit mode វិញនៅពេលដែលយើងចង់លុបឧទាហរណ៍ថាខ្ញុំ select vertex នេះហើយខ្ញុំចុច x អញ្ចឹងការ delete គឺវាមានច្រើនមែនទេគឺវាមានតាំងពី vertex edge only face only edges and face only face dissolve vertex dissolve edge dissolve face limit dissolve collapse edge and face edge loop ច្រើនមែនទេអូខេអញ្ចឹងខ្ញុំនឹងបញ្យល់តាក់ទងជាមួយនឹងការលុប4 5ខាងលើនេះដែលយើងនឹងប្រើញឹកញាប់ហើយអាណាដែលយើងអត់ប្រើឬក៏យើងអត់សូវប្រើយើងនឹងអត់និយាយពីវាទេអូខេអញ្ចឹងការលុបឥឡូវឧទាហរណ៍ថាខ្ញុំ select vertex នេះហើយខ្ញុំចុច x នៅពេលដែលខ្ញុំលុប vertex ខ្ញុំជ្រើសយក vertex អញ្ចឹងចំណុចមួយហ្នឹងគឺវានឹងបាត់ហើយ
អញ្ចឹងនៅពេលដែលចំណុចនឹងបាត់អីផ្សេងៗដែលវាជាប់ជាមួយនឹងចំណុចហ្នឹងក៏វាបាត់ដែរអញ្ចឹងដូចថានៅចំណុចនេះvertex មួយនេះអញ្ចឹង vertex មួយនេះគឺវាចាប់ពី vertex នេះមក vertex របស់វាហ្នឹងហើយពី vertex ខាងក្រោមមកកន្លែងហ្នឹងហើយនឹងពី vertex ខាងស្ដាំមកកន្លែងហ្នឹងអញ្ចឹងនៅពេលដែលយើងលុប vertex ហ្នឹងចោលអីដែលវាចាប់មកហ្នឹងគឺវានឹងបាត់ទៅជាមួយគ្នាអញ្ចឹងការលុប vertex គឺលុបតាក់ទងជាមួយនឹង vertex ដែលយើង select ហ្នឹងហើយសម្រាប់ទី2វិញគឺការលុប edge អូខេខ្ញុំចុចលេខ2ដើម្បីលុប edge មកអញ្ចឹងការលុប edge គឺយើងចុច x ហើយយើងយក edge មកគឺវានឹងលុបបន្ទាត់មួយហ្នឹងអូខេអញ្ចឹងដោយបន្ទាត់នេះអញ្ចឹងគឺវាភ្ជាប់ពីខាងឆ្វេងទៅខាងស្ដាំអញ្ចឹងនៅពេលដែលយើងលុបចោលអាផ្ទៃពីរនេះដែលវាភ្ជាប់គ្នាហ្នឹងភ្ជាប់គ្នាគឺវាភ្ជាប់គ្នាបានដោយបន្ទាត់នេះអញ្ចឹងនៅពេលដែលយើងចុច x ហើយខ្ញុំយកលុបជា edge ហ្នឹងអញ្ចឹងបន្ទាត់ហ្នឹងវានឹងបាត់ហើយអូខេឬក៏យើងអាច select ផ្ទៃបន្ទាត់ហ្នឹងអញ្ចឹងយើងក៏អាចចុច x ហើយយើងលុប vertex បានដែរអញ្ចឹងយើងមើលថាចេះនៅពេលដែលយើងចុចបន្ទាត់ហ្នឹងតើវាមានចំណុចបានដែលវានឹងអាចដែលយើង select អញ្ចឹងឧទាហរណ៍បើសិនខ្ញុំដូរវាទៅជា vertex mode វិញអញ្ចឹងគឺយើងឃើញមាន vertex 2អញ្ចឹងនៅពេលដែលយើង select បន្ទាត់ហ្នឹងហើយយើងចុចលុបជា vertex អញ្ចឹង vertex 2ហ្នឹងគឺបាត់ហើយអូខេហើយសម្រាប់ face វិញអញ្ចឹងឧទាហរណ៍ថាខ្ញុំ select edge ហើយខ្ញុំចង់លុប face វិញអញ្ចឹងនៅពេលលុប face គឺវាអត់បាត់អីទេព្រោះអី face គឺជាផ្ទៃអញ្ចឹងដើម្បីលុបផ្ទៃយើងត្រូវ select ផ្ទៃដើម្បីលុបវាមែនទេអញ្ចឹងខ្ញុំចុចលេខ3ដើម្បី select ផ្ទៃខ្ញុំយកផ្ទៃនេះមកហើយខ្ញុំចុច x យក face អូខេអញ្ចឹងនៅពេលដែលយើងលុប face គឺវាបាត់អាផ្ទៃហ្នឹងហើយអញ្ចឹងវាចេញទៅជាលក្ខណៈដូចប្រអប់អញ្ចឹងអូខេអញ្ចឹងអាហ្នឹងគឺយើងលុបផ្ទៃរបស់ vertex ផ្ទៃរបស់ object អញ្ចឹងខ្ញុំអាចលុបផ្ទៃលុបអីបានច្រើនពេកហ្នឹងអញ្ចឹងទៅអូខេអញ្ចឹងខ្ញុំ control Z មកវិញអូខេអញ្ចឹងបន្ទាប់គឺការលុប edges and face អញ្ចឹងឧទាហរណ៍ថាបើសិនជាខ្ញុំ select face ខាងលើហើយនិង face ខាងក្រោមនេះហើយនៅពេលដែលខ្ញុំចុច X ហើយខ្ញុំយក only edges and face អញ្ចឹងនៅពេលដែលខ្ញុំលុបទៅអ្នកនរគ្នានឹងឃើញបាត់ face ទាំងយើង select ហើយនឹង face ដែលយើងអត់បាន select អញ្ចឹងសួរថាមូលហេតុអីបានទៅជាអញ្ចឹងខ្ញុំនឹង control Z ត្រឡប់មកហើយវិញសិនអញ្ចឹងនៅពេលដែលយើង select face 2ហ្នឹងយើងនឹងឃើញទី1 face 2ហ្នឹងគឺយើងបាន select ហើយបន្ទាត់ដែលយើងបាន select edges ដែលយើងបាន select ជាប់ហ្នឹងគឺវាមានបន្ទាត់មួយនេះបន្ទាត់មួយនេះបន្ទាត់មួយនេះហើយនៅបន្ទាត់ខាងក្រោមនេះក៏យើងបាន select ដែរអញ្ចឹងយើងមើលការ highlight របស់វាទៅគឺវា select បានបន្ទាត់ច្រើននេះអញ្ចឹងមានន័យថានៅពេលដែលយើងលុប only edges and face បន្ទាត់ដែលវានៅជាប់អីដែលយើងបាន select ហ្នឹងគឺវានឹងទៅទាំងអស់ហើយអញ្ចឹងបន្ទាត់ដែលយើងអត់បាន select គឺមានតែបន្ទាត់3 4នេះអញ្ចឹងបន្ទាត់នេះគឺយើងបាន select ទេបន្ទាត់ខាងក្រោមក៏យើងបាន select បន្ទាត់ខាងស្ដាំនេះក៏យើងអត់បាន select ដែរអញ្ចឹងនៅពេលដែលយើងលុបទៅគឺវានឹងនៅសល់បន្ទាត់នៅសល់តែបន្ទាត់ដែលវាអត់ប៉ះជាមួយនឹងអីដែលយើង select ទេអូខេអញ្ចឹងបន្ទាត់ដែលវាជាប់ជាមួយនឹងអីដែលយើងបាន select គឺវានឹងទៅហើយអញ្ចឹងនៅពេលដែលយើងចុច X យើងយក only edges and face គឺវាទៅអស់ហើយ face ដែលយើងអត់បាន select ក៏វាទៅដែរដោយសារតែedge ដែលវាភ្ជាប់បានជា face ហ្នឹងវាទៅបាត់ហើយអញ្ចឹងface ដែលនៅសល់ហ្នឹងគឺវាអាចមានអីភ្ជាប់គ្នាទេអញ្ចឹងគឺវាលុបបាត់ទៅដែរអូខេអញ្ចឹងអាហ្នឹងគឺការលុប only edges and face ការលុបមួយទៀតគឺ only face មានថាយើងលុបតែផ្ទៃឯងអញ្ចឹងឧទាហរណ៍ថាខ្ញុំ select 3ហ្នឹង3 face ហ្នឹងដែរហើយខ្ញុំចុចយក only face អញ្ចឹងយើងបាត់តែផ្ទៃតែបន្ទាត់គឺយើងនៅទទួលបានដដែលអូខេបន្ទាត់ភ្ជាប់ពីចំណុចមួយមកចំណុចមួយនេះគឺវានៅដដែលអូខេអញ្ចឹងអាហ្នឹងគឺការលុបផ្ទៃនិងលុបបន្ទាត់ហើយនឹងការលុបចំណុចហើយបន្ទាប់មកទៀតខ្ញុំនឹងបញ្យល់មួយទៀតគឺការ dissolve edge អញ្ចឹងឧទាហរណ៍ថាខ្ញុំ add loop cut ខ្ញុំ add loop cut ឲ្យ object នេះមួយអូខេខ្ញុំចុច control O ដើម្បី add loop cut អញ្ចឹងខ្ញុំនឹងបញ្យល់ពី add loop cut ហ្នឹងនៅពេលតិចទៀតតែនេះខ្ញុំគ្រាន់តែជាការឧទាហរណ៍ឲ្យយើងដឹងពីការលុប dissolve edge ទេអូខេអញ្ចឹងនៅពេលដែលខ្ញុំចង់លុបបន្ទាត់នេះចោលខ្ញុំចង់លុបបន្ទាត់នឹងចោលធម្មតាបើសិនខ្ញុំលុបedge អញ្ចឹងគឺវាបាត់ទាំងអស់ហើយអញ្ចឹងខ្ញុំចង់
លុបតែបន្ទាត់នឹងចោលខ្ញុំអត់ចង់ឲ្យវាប៉ះពាល់ទៅលើផ្ទៃរបស់ object ឯងអញ្ចឹងខ្ញុំអាចចុច x ហើយខ្ញុំយក dissolve edge dissolve edge នេះអូខេអញ្ចឹងពេលយើង dissolve edge មានថា edge ហ្នឹងវាបាត់ទៅវិញហើយវាអត់ប៉ះពាល់ទៅដល់ផ្ទៃនិង vertex ផ្សេងទេអូខេអាហ្នឹងគឺ dissolve edge ហើយសម្រាប់ dissolve vertex ក៏វាដូចគ្នាដែរគឺវាលុបបាត់តែ vertex ប៉ុន្តែផ្ទៃគឺវានៅជាប់គ្នាតែនៅក្នុង edit mode នេះគឺអត់មានអីច្រើនទេអញ្ចឹងគឺ tool ដែលអ្នកនរគ្នាស្គាល់បានរួចហើយគឺមានដូចជាការ select ការ scale ការ rotate ហើយនិងការរំកិលជាដើមហ្នឹងអញ្ចឹងយើងអាច scale នៅលើអាផ្សេងបានដូចនៅក្នុង object mode rotate នៅលើអាផ្សេងបានដូចនៅក្នុង object mode ហើយនឹងការរំកិលនៅលើអាផ្សេងបានដូចនៅក្នុង object mode ដែរអូខេអញ្ចឹង tool ដែលសំខាន់មួយទៀតគឺ tool extrude បើសិនអ្នកទាំងអស់គ្នាមើលមកខាងក្រោមមើលមកខាងឆ្វេងអញ្ចឹងអ្នកទាំងអស់គ្នាឃើញមាន tool ប្រហែលនេះគឺវាដូចនៅក្នុងobject mode ដែរអញ្ចឹង tool ប្រហែលនេះយើងនឹង skip បន្ទាប់មកហើយដែលយើងនឹងនិយាយគឺ tool extrude អញ្ចឹង extrude តើអីគឺជា extrude គឺជាការបង្កើតនៅ mesh ថ្មីរបស់ object ឧទាហរណ៍ថាបើសិនខ្ញុំ select យក object tool extrude នេះខ្ញុំ select យក tool extrude ហើយខ្ញុំយក select ជាផ្ទៃហើយខ្ញុំ select ផ្ទៃមួយនេះដល់ពេលដែលខ្ញុំចុចសញ្ញាលេខបូកហ្នឹងឲ្យជាប់ហើយទាញឡើងលើអញ្ចឹងយើងនឹងឃើញមានបន្ទាត់នេះមកជុំរត់ជុំវិញ object មួយហ្នឹងអញ្ចឹងបើសិនខ្ញុំrotate រំកិលវាធម្មតាបើសិនយើងរំកិលវាធម្មតាចេះមានតែអាផ្ទៃហ្នឹងវាអត់ឡើងលើប៉ុន្តែនៅពេលដែលយើង extrude វាអញ្ចឹងផ្ទៃហ្នឹងគឺវាបដោះផ្ទៃហ្នឹងចេញមកមកតង់ទៀតអញ្ចឹងឧទាហរណ៍ដូចខ្ញុំ select នៅផ្ទៃមួយនេះអញ្ចឹងហើយខ្ញុំ extrude អញ្ចឹងយើងនឹងឃើញផ្ទៃហ្នឹងវាដោះចេញមកតង់ទៀតអូខេអញ្ចឹង extrude គឺ shortcut គឺអក្សរ E យើងងាយស្រួលគឺយើងចុចអក្សរ E ទៅអញ្ចឹងខ្ញុំនឹង select ផ្ទៃនេះហើយចុចអក្សរ E ទៅគឺវានឹង extrude ដែរអញ្ចឹង extrude ជា default គឺវានឹង extrude ទៅខាងមុខផ្ទៃដែលយើង select នឹងឧទាហរណ៍ថាដូចផ្ទៃនេះវាមុខរបស់វាគឺមុខទៅឆ្វេងអញ្ចឹងនៅពេលដែលយើង extrude វានឹងរត់ទៅឆ្វេងហើយមុខនេះវាមុខរបស់វាបែរទៅលើអញ្ចឹងនៅពេលដែលយើង extrude វានឹងរត់ទៅលើប៉ុន្តែយើងអាច extrude នៅក្នុងអាផ្សេងទៀតបានដែរដូចថាខ្ញុំចុច E ហើយខ្ញុំចុចអក្សរ X អញ្ចឹងយើង extrude នៅលើ X អូខេយើង extrude ហើយទាញវាលើ X ហើយយើងអាចទាញវាទៅឆ្វេងទៅស្ដាំបានតាមចិត្តអីចឹងទៅអូខេអញ្ចឹងអាហ្នឹងគឺ tool extrude ប៉ុន្តែនៅក្នុង tool extrude ហ្នឹងគឺអត់ទាន់អស់ទេនៅក្នុង tool extrude ហ្នឹងគឺវាមាន extrude ប្រភេទផ្សេងគ្នាអញ្ចឹងបើសិនយើងមកខាងឆ្វេងយើងចុចទៅលើ tool extrude នៅជាប់យើងឃើញមាន extrude ចំនួន5គឺទី1គឺ extrude region ដែលយើងបានស្គាល់មិញហ្នឹងអូខេអញ្ចឹងទី2គឺ extrude manifold គឺវាខុសពី extrude region ត្រង់ថាឥឡូវខ្ញុំនឹងឧទាហរណ៍អ្នកទាំងអស់គ្នាមើលអញ្ចឹង extrude ធម្មតាបើសិនខ្ញុំចុចអក្សរ E នៅពេលដែលយើងចុចអក្សរ E គឺវា extrude មកអញ្ចឹងហើយសម្រាប់កន្លែងនេះវិញបើសិនយើង extrude អ្នកទាំងអស់គ្នានឹងឃើញវាហត់ចូលក្នុងចេះអញ្ចឹងវាហត់ចូលក្នុងអញ្ចឹងវានៅសល់អាផ្ទៃនេះគឺវានៅសល់អញ្ចឹងកន្លែងហ្នឹងគឺជា extrude manifold គឺវាមានប្រយោជន៍អញ្ចឹងនៅពេលដែលយើង select យក extrude manifold ហើយយើង extrude ទៅអញ្ចឹងគឺវាដាច់អាកន្លែងខាងលើនេះទៅទាំងអស់វាអត់នៅជាប់ mesh អញ្ចេះដូច extrude ធម្មតាទេអញ្ចឹង extrude manifold គឺវាមានលក្ខណៈអញ្ចឹងគឺវា extrude ទៅទាំងអស់វាអត់បន្សល់ទុក mesh ដែលនៅជាប់ខាងលើនេះទេអូខេអញ្ចឹងអាហ្នឹងគឺ extrude manifold ហើយសម្រាប់មួយទៀតគឺ extrude along normals អញ្ចឹងបើសិនអ្នកទាំងអស់គ្នាធ្លាប់រៀនគណិតអ្នកទាំងអស់គ្នានឹងស្គាល់ vector normal ហើយអញ្ចឹង vector normal គឺជា vector ដែលកែងជាមួយនឹងប្លង់អញ្ចឹងដូចផ្ទៃនេះអញ្ចឹង vector normal របស់វាគឺនឹងវាបាញ់ព្រួយម្នាក់អញ្ចឹងនៅពេលដែលយើង extrude ធម្មតាបើសិនខ្ញុំselect ផ្ទៃ2អញ្ចេះហើយខ្ញុំចុចអក្សរ E ដើម្បី extrude អញ្ចឹងយើងនឹងឃើញមានផ្ទៃហ្នឹងគឺវារត់អញ្ចេះវារត់ទៅបច្ឆាចេះប៉ុន្តែយើងចង់បានអញ្ចឹងយើងចង់ឲ្យវា extrude មកស្ដាំផងទៅលើផងក្នុងពេលតែមួយអញ្ចឹងគឺ extrude along normals នេះគឺវាមានប្រយោជន៍ថងកន្លែងហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំ select ផ្ទៃ2នេះអញ្ចឹងហើយបន្ទាប់មកខ្ញុំចុច
សញ្ញាពណ៌លឿងនេះមកឆ្វេងទាញឲ្យជាប់ទៅគឺវានឹង extrude along normals នេះអូខេអញ្ចឹងអាហ្នឹងគឺ extrude along normals ហើយបន្ទាប់មកអីដែលយើងនឹងស្គាល់បន្ទាប់គឺ extrude individual អញ្ចឹងដូចដែលយើងបាននិយាយមុនហ្នឹងអញ្ចឹងគឺនៅពេលដែលយើង extrude គឺវានឹងរត់ទៅទិស vector normal របស់វាឬក៏ថាទិសដែលផ្ទៃរបស់វាបែរមុខទៅអញ្ចឹងឧទាហរណ៍ថាដូចជាផ្ទៃនេះអញ្ចឹងវាបែរមុខមកស្ដាំហើយសម្រាប់ផ្ទៃនេះវិញគឺវាបែរមុខទៅលើអញ្ចឹងបើសិនខ្ញុំចុច extrude ចុចអក្សរ e extrude around region ធម្មតាពេលដែលខ្ញុំចុចអក្សរ e គឺវា extrude ទៅតែមួយ direction ទេគឺទៅតែមួយទិសដៅទេគឺយើងនឹងទទួលបានអា mesh ពីរហ្នឹងគឺវា extrude ទៅទិសដៅតែមួយប៉ុន្តែនៅពេលដែលយើងប្រើ extrude individual អញ្ចឹងនៅពេលដែលយើង select face ផ្សេងគ្នាហើយយើង extrude វាអញ្ចឹង face មួយគឺវានឹងរត់ទៅតាមទិសដែលផ្ទៃមុខរបស់វានឹងបែរទៅឬក៏វានឹង extrude ទៅកាន់ទិសដៅនៃ vector normal របស់វាអូខេអញ្ចឹងអាហ្នឹងគឺ extrude along normal ហើយសម្រាប់ចុងក្រោយគឺ extrude to cursor extrude to cursor មានន័យថា face ទាំងអស់ដែលយើងបាន select គឺវានឹង extrude ទៅតាមម៉ៅដែលយើងចុចឧទាហរណ៍ថាខ្ញុំ select ផ្ទៃទាំងអស់ហ្នឹងហើយអញ្ចឹងឧទាហរណ៍ខ្ញុំចុចម៉ៅឆ្វេងនៅកន្លែងនេះអញ្ចឹងផ្ទៃទាំងអស់ហ្នឹងគឺវានឹងរត់មកតាមម៉ៅរបស់យើងអូខេឃើញអត់អញ្ចឹងextrude along cursor ហ្នឹងគឺវាមានលក្ខណៈអញ្ចឹងអូខេហើយមួយទៀតការ extrude មិនមែនវាដំណើរការតែនៅលើផ្ទៃទេទោះបីយើង select វាជា vertex ទោះបីជាយើង select វាជា vertex ក៏យើងអាច extrude វាបានដែរអូខេអញ្ចឹងខ្ញុំចុចអក្សរ e ដើម្បី extrude ឬក៏យើងចុច control ជាប់ហើយចុច mouse ស្ដាំដើម្បី extrude ទៅតាម cursor របស់យើងមកអញ្ចឹងអូខេអញ្ចឹងយើងអាច extrude បានទាំងអស់បានទាំង vertex បានទាំងedge អញ្ចឹងនៅពេលខ្ញុំ extrude edge ទៅគឺវាចេញមកប្រទេសអញ្ចឹងអូខេអញ្ចឹងគឺយើងអាច extrude បានទាំង3ហ្នឹងទាំង vertex ទាំង edge ហើយនិង face អូខេអញ្ចឹង tool ដែលខ្ញុំនឹងនិយាយបន្ទាប់នៅក្នុង edit mode គឺ insert face អញ្ចឹងឧទាហរណ៍ថាខ្ញុំនឹងលុបអានេះចោលខ្ញុំ select all delete vertex shift a add a cube អូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ទទួលបានធុងឬក៏ដុំឈើមួយដែលវាមានកលុកវាមានប្រហោងទៅខាងក្នុងអញ្ចឹងដើម្បីធ្វើអញ្ចឹងបានគឺយើងត្រូវការ insert face របស់វាទៅខាងក្នុងអញ្ចឹង insert face នៅពេលដែលយើង select ផ្ទៃមួយហើយខ្ញុំនឹងយក tool insert face នេះហើយខ្ញុំចុចឲ្យចំក្នុងរង្វង់ពណ៌លឿងនោះមកចុចឲ្យជាប់ហើយទាញមកអញ្ចឹងនៅពេល insert យើងឃើញផ្ទៃរបស់វានឹងរួមចូលទៅក្នុងបង្កើតបានជាផ្ទៃតូចមួយទៀតហើយនឹងមានផ្ទៃជុំវិញរបស់វាអូខេអញ្ចឹង insert surface គឺវាមាន shortcut វាគឺអក្សរ I នៅពេលយើងចុចអក្សរ I ទៅគឺយើងអាច insert វាបានអញ្ចឹងនៅពេលដែល insert គឺវានឹងបង្កើតទៅជា text ទៅជាផ្ទៃថ្មីមួយដែលតូចជាងមុនឬក៏យើងថាព្រមមកផ្ទៃហ្នឹងបង្កើតជាផ្ទៃតូចថ្មីអូខេអញ្ចឹងយើងអាច insert ហើយយើងអាច extrude វាទៅក្រោមបានអូខេអញ្ចឹងអាហ្នឹងគឺជា tool insert face អញ្ចឹងសម្រាប់ insert face នេះគឺវាមានប៉ុណ្ណឹងហើយបន្ទាប់មកអីដែលយើងនឹងស្គាល់បន្តគឺ bevel សម្រាប់ bevel គឺជា tool មួយដែលយើងប្រើសម្រាប់បន្ថែមបន្ទាត់ឲ្យទៅឲ្យ mesh របស់យើងអញ្ចឹងឧទាហរណ៍ថាដូចជាខ្ញុំ select ខ្ញុំប្រើ select ជាបន្ទាត់វិញអញ្ចឹងឧទាហរណ៍ខ្ញុំ select បន្ទាត់នេះហើយខ្ញុំយក tool bevel បន្ទាប់មកខ្ញុំទាញបន្ទាត់លឿងនេះអញ្ចឹងនៅពេលដែលយើងទាញទៅគឺអ្នកនរគ្នានឹងឃើញវាបន្ថែមបន្ទាត់ដំបូងបន្ទាត់វាតែមួយទេនៅពេលដែលយើងទាញទៅបន្ទាត់វាឡើង2អញ្ចឹងហើយផ្ទៃហើយអាកែងហ្នឹងគឺវា smooth ជាងមុនអញ្ចឹងយើងអាចទាញអញ្ចឹងហើយយើង scroll មកទៅមុខទៅបន្ទាត់របស់វាកាន់តែច្រើនយើងកាន់តែ scroll ទៅមុខបន្ទាត់កាន់តែច្រើនយើង scroll មកក្រោយបន្ទាត់វាចុះមកក្រោមវិញបន្ទាត់វាតិចវិញអញ្ចឹងយើង scroll កាន់ទៅមុខបន្ទាត់កាន់តែញឹកផ្ទៃកាន់តែ smooth អូខេអញ្ចឹងអាហ្នឹងគឺ bevel tool អញ្ចឹងអ្នកនរគ្នាអាច bevel អាច select ផ្ទៃហើយយើងទាញមកអញ្ចឹងគឺវា bevel ចេះអូខេ
ចឹងខ្ញុំនៅតែគិតថាអ្នកទាំងអស់គ្នាធ្វើវាទៅអនុវត្តទៅយើងអាចលេងជាមួយនឹង tool ទាំងអស់ហ្នឹងដើម្បីយើងកាន់តែយល់ងាយស្រួលយល់ថាតើ tool ទាំងអស់ហ្នឹងវាធ្វើអីហើយបើសិនយើងគ្រាន់តែអង្គុយមើលវីដេអូហើយយើងអត់អនុវត្តអញ្ចឹងទោះបីជាខ្ញុំនិយាយបញ្យល់មិនក៏យើងពិបាកយល់ដែរអញ្ចឹងតោះតែយើងអនុវត្តខ្លួនឯងអូខេអញ្ចឹង bevel tool ហ្នឹងគឺវាមានលក្ខណៈអញ្ចឹងគឺវាបន្ថែមបន្ទាត់ហើយធ្វើឲ្យ object របស់យើង smooth ជាងមុននៅកន្លែងឆុងហ្នឹងអូខេហើយ shortcut របស់វាគឺ control B ហើយយើងទាញមកដល់ពេលដែលយើង confirm គឺយើងមកឆ្វេងមកអូខេអញ្ចឹង tool បន្ទាប់របស់យើងគឺ tool loop cut អញ្ចឹង loop cut គឺយើងគឺជា tool មួយសម្រាប់បន្ថែមបន្ទាត់មួយជុំទៅលើ object អញ្ចឹងដូចជា cube នេះអញ្ចឹងគឺខ្ញុំអាចបន្ថែមបន្ទាត់ទៅពេលដែលយើង select យក tool loop cut នេះហើយយើងដាក់មកឲ្យចំកន្លែងកែងបន្ទាត់នេះទៅអញ្ចឹងគឺវានឹងចេញបន្ទាត់ពណ៌លឿងមកមួយជុំ object របស់យើងអញ្ចឹងបើសិនយើងដាក់មកឲ្យចំកន្លែងហ្នឹងទៅហើយឬក៏ចំកន្លែងផ្សេងនេះអញ្ចឹងយើងនឹងឃើញបន្ទាត់លឿងនឹងជុំវិញហើយយើងអាចចុចមកឆ្វេងដើម្បី add loop cut អញ្ចឹងនៅពេលដែលយើង add loop cut រួចហើយគឺយើងនឹងទទួលបានបន្ទាត់ថ្មីមួយដែលវាព័ទ្ធជុំវិញ object របស់យើងហ្នឹងមកជុំអញ្ចឹងខ្ញុំអាច add loop cut ចេះអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីយើង add loop cut មានន័យថា object របស់យើងមានបន្ទាត់កាន់តែច្រើនយើងអាចselect វាបានកាន់តែច្រើនអូខេអញ្ចឹង tool បន្ទាប់គឺ knife tool គឺជា tool មួយដែលយើងសម្រាប់យកមកកាត់ mesh របស់យើងឬក៏យើងថា add បន្ទាត់ទៅឲ្យ mesh របស់យើងតាមអីដែលយើងចង់បានឧទាហរណ៍ថាដូចនៅលក្ខខណ្ឌនេះអញ្ចឹងខ្ញុំនឹងកាត់ mesh ពីកន្លែងនេះហើយខ្ញុំកាត់វាមកដល់កន្លែងនេះអូខេអញ្ចឹងយើងចុចមកឆ្វេងហើយយើងអូបន្ទាត់អូក្បិតយើងនឹងមកដាក់ឲ្យចំកន្លែងណាដែលយើងចង់កាត់ចុចមកឆ្វេងម្ដងទៀតហើយនៅពេលដែលយើងចង់ផ្ដាច់វាយើងចុច enter មកគឺយើងដាច់ចំណែកអញ្ចឹងយើងទទួលបានបន្ទាត់ថ្មីដែលយើងកាត់ពីត្រឹមនេះមកត្រឹមនេះអូខេអញ្ចឹងអាហ្នឹងគឺ knife tool គឺយើងអាចកាត់វាចេះអញ្ចឹងយើងអាចកាត់mesh របស់យើងហ្នឹងទៅតាមអីដែលយើងចង់បានជាក់ស្ដែងអូខេខ្ញុំ enter មកដើម្បី confirm វាអូខេអញ្ចឹងសម្រាប់tool មួយនេះ tool polyfill នេះគឺជា tool មួយដែលយើងអត់សូវប្រើទេអញ្ចឹង tool មួយហ្នឹងគឺវាគ្រាន់តែជា tool មួយដែលអាចឲ្យយើងextrude អាចឲ្យយើងភ្ជាប់ផ្ទៃមួយពីផ្ទៃមួយទៅផ្ទៃមួយហើយនឹងអាច delete ផ្ទៃបានអញ្ចឹងនៅពេលយើងចុច shift គឺយើងនឹងអាច delete ផ្ទៃផ្សេងបាននៅពេលយើងដាក់ mouse hover មកលើវាទៅឧទាហរណ៍ខ្ញុំដាក់ mouse hover លើផ្ទៃមួយនេះហើយខ្ញុំចុចមកឆ្វេងអញ្ចឹងគឺវានឹង delete ផ្ទៃនឹងចោលហើយបន្ទាប់ពីយើង delete ផ្ទៃនឹងហើយគឺយើងអាចដាក់មកឲ្យចំបន្ទាត់ណាមួយអញ្ចឹងនៅពេលដែលយើងដាក់មកឲ្យចំបន្ទាត់ហ្នឹងគឺវាចេញពណ៌បៃតងអញ្ចឹងយើងចុចមកឆ្វេងឲ្យជាប់មកទាញមកគឺយើង extrude វាចេញមកហើយអូខេហើយនឹង feature មួយទៀតគឺការចុច control អញ្ចឹងនៅពេលដែលយើងចុច control គឺវានឹងភ្ជាប់ជាលក្ខណៈថៃកោណចេះឲ្យយើងអញ្ចឹងនៅពេលយើងដាក់មកទៅចិត្តបន្ទាត់ណាមួយវានឹងចេញជាលក្ខណៈថៃកោណអញ្ចឹងឲ្យយើងហើយនៅពេលយើងចុចមកឆ្វេងគឺវានឹងបង្កើតទៅជាថៃកោណហ្នឹងហើយអូខេចឹងយើងអាចបន្តភ្ជាប់វាចេះអូខេអញ្ចឹងអ្នកនរគ្នាអាចលេងជាមួយនឹងពួកហ្នឹងតិចទៅដើម្បីយើងស្គាល់ថាយើងប្រើវាមិនអញ្ចឹងតែគ្រាន់តែ tool នេះសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំអត់ដែលប្រើទេហើយបន្ទាប់មកគឺ tool មួយទៀតគឺ tool spin អូខេអញ្ចឹងខ្ញុំ select all ខ្ញុំលុបវាចោលគឺយើងលុប vertex ហើយបន្ទាប់មកខ្ញុំនឹង add ជា cube មកអូខេអញ្ចឹងសម្រាប់ tool spin ឧទាហរណ៍ថា tool spin គឺជា tool មួយដូច extrude ដែរប៉ុន្តែវា extrude ជាលក្ខណៈជារង្វង់វាកោងហើយវា base ទៅលើ 3D cursor របស់យើងអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំ select ផ្ទៃមួយនេះខ្ញុំយកលេខ3ហើយខ្ញុំ select ផ្ទៃមួយនេះហើយខ្ញុំមើលទៅ front view អញ្ចឹងtool spin អ្នកនរគ្នានឹងឃើញពេលយើង select មកនឹងឃើញមានបន្ទាត់នេះគឺបន្ទាត់AZ គឺពណ៌ខៀវអញ្ចឹងបើសិនយើងមកមើលខាងលើខាងឆ្វេងគឺយើងនឹងឃើញ
មានអនេះអញ្ចឹងយើងអាចរើសជា x ឬ y ឬ z អញ្ចឹងខ្ញុំមកមើលនៅ front view ខ្ញុំ select ផ្ទៃខាងលើនេះហើយខ្ញុំមកមើល front view ហើយខ្ញុំយកវាជា y អញ្ចឹងនៅពេលដែលយើងយកវាជា y នៅក្នុងកេមបន្ទាត់នេះគឺពណ៌បៃតងវិញអូខេអញ្ចឹងនៅពេលដែលខ្ញុំចាប់ចំកន្លែងបន្ទាត់បៃតងហើយខ្ញុំទាញវាមកអញ្ចឹងនៅក្នុងឃើញវា extrude ជាលក្ខណៈរង្វង់ចេះតែឥឡូវហ្នឹងគឺវារង្វង់អត់ស្មើហើយវាអត់ស្អាតទេអញ្ចឹងគឺវារង្វង់ទៅតាម 3D cursor នេះអញ្ចឹងបើសិនខ្ញុំដាក់ 3D cursor មកកន្លែងនេះហើយខ្ញុំចាប់ទាញវាអញ្ចឹងឃើញវាវិលជុំវិញ 3D cursor ហ្នឹងអូខេអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំដាក់ 3D cursor វាមកកន្លែងនេះវិញហើយខ្ញុំទាញវាមកអញ្ចឹងឃើញ mesh របស់យើងគឺវា extrude ជុំវិញ 3D cursor ហ្នឹងអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំយក AX ម្ដងហើយខ្ញុំមើលវានៅ side view ហើយខ្ញុំយក 3D cursor មកកន្លែងនេះមកអញ្ចឹងពេលខ្ញុំ extrude ទៅគឺវាហត់ជុំវិញ 3D cursor ហ្នឹងអូខេខ្ញុំ select ផ្ទៃមួយនេះហើយខ្ញុំយក Z ហើយនៅពេលដែលខ្ញុំទាញចេះមកគឺវានឹងហត់ជុំវិញ 3D cursor របស់យើងចេះអូខេអញ្ចឹងគឺអាហ្នឹងគឺជា tool spin អូខេអញ្ចឹងបន្ទាប់មកអីដែលយើងស្គាល់បន្ទាប់ tool smooth នេះគឺយើងនឹងធ្វើឲ្យ object របស់យើងវា smooth ជាងមុនឧទាហរណ៍ថាឥឡូវខ្ញុំនឹង add loop cut ទៅឲ្យ cube នេះ1 2ទៅអូខេអញ្ចឹងខ្ញុំ select យក A select all ហើយខ្ញុំយក smooth tool ហ្នឹងអញ្ចឹងនៅពេលយើងទាញ smooth tool ហ្នឹងគឺយើងឃើញថាmesh របស់យើងគឺវាលក្ខណៈរួញចូលគ្នាឲ្យវាមានលក្ខណៈមើលទៅ smooth ដូចជាបាល់អញ្ចឹងអាហ្នឹងគឺ smooth tool អូខេហើយបន្ទាប់មក tool បន្ទាប់គឺ tool edge slide អញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់រង្កិលបន្ទាត់នេះរង្កិលបន្ទាត់ហ្នឹងប៉ុន្តែក្នុងករណីនេះយើងអាចគ្រាន់តែរង្កិលវានៅលើ AX អញ្ចេះបានប៉ុន្តែឧទាហរណ៍ថាឥឡូវឧទាហរណ៍ថាខ្ញុំ select ផ្ទៃ3 4នេះហើយខ្ញុំmove វាឡើងលើអញ្ចេះហើយខ្ញុំនឹង add loop cut មួយនៅកន្លែងហ្នឹងអូខេអញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់បន្ថែមអីនៅកន្លែងនេះឬក៏ចង់អូបន្ទាត់ហ្នឹងមកកន្លែងនេះអញ្ចឹងអ្នកទាំងអស់គ្នាអាចចុចអក្សរ G ហើយចុចនៅលើណាមួយបានឯព្រោះអីបន្ទាត់នេះវា trade ចេះអញ្ចឹងslide tool នេះ edge slide នេះគឺយើង allow ឲ្យយើងចាប់ទាញហើយឲ្យបន្ទាត់របស់យើងហ្នឹងរត់នៅលើបន្ទាត់មេនេះបន្ទាត់ដែលវាជាបន្ទាត់ trade នេះអូខេអញ្ចឹងគឺវាអាចរត់បានអញ្ចឹងឥឡូវទៀតថាដូចបន្ទាត់នេះអញ្ចឹងបើសិនខ្ញុំទាញទៅគឺវានឹងរត់ទៅតាមបន្ទាត់ដែលជាមេរបស់វាអូខេអញ្ចឹងដូចថាពេលខ្ញុំទាញមកស្ដាំបន្ទាត់ដែលនៅស្ដាំគឺវាមានស្របគ្នាអញ្ចឹងវានឹងរត់មកស្របចេះហើយបើសិនខ្ញុំទាញវាទៅឆ្វេងបន្ទាត់ដែលស្របគ្នាវាមានមក trade អញ្ចឹងវានឹងរត់ trade ទៅលើអញ្ចឹងអូខេអញ្ចឹងអានឹងគឺ edge slide tool ពេលអញ្ចឹងtool បន្ទាប់សម្រាប់ tool 2នេះគឺយើងអត់ប្រើទេហើយខ្ញុំអត់ដែលប្រើទេអញ្ចឹងគឺខ្ញុំអត់ដឹងថា tool 2ហ្នឹងគឺគេប្រើសម្រាប់ធ្វើអីទេអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅ research មើលបានឬក៏បាច់ក៏បានដែរពួកអី tool 2ហ្នឹងគឺយើងនឹងអត់ប្រើវាទេអូខេអញ្ចឹង tool ចុងក្រោយគេគឺ tool rip tool rip tool shortcut របស់វាគឺអក្សរ V អញ្ចឹងឧទាហរណ៍ថាអញ្ចឹង rip tool គឺជា tool មួយសម្រាប់ hide object ចេញពីគ្នាអញ្ចឹងឧទាហរណ៍ថាខ្ញុំ select edge មួយនេះហើយខ្ញុំជើយក rip tool មកអញ្ចឹងនៅពេលដែលខ្ញុំចាប់ចំអក្សរកន្លែងពណ៌លឿងហ្នឹងអញ្ចឹងគឺយើងនឹង hide វាចេញចេះអូខេអញ្ចឹងឧទាហរណ៍ដូចនៅកន្លែងនេះខ្ញុំ select បន្ទាត់ហ្នឹងហើយខ្ញុំចាប់ hide វាចេះមកអូខេខ្ញុំ hide អានេះមួយទៀតមកខ្ញុំនឹង hide អានេះមួយទៀតមកអញ្ចឹងគឺ rip tool នេះគឺយើងសម្រាប់ hide អញ្ចឹងហើយយើងអាច hide ជាបន្ទាត់អញ្ចឹងឬក៏ជា vertex អញ្ចឹងតែខ្ញុំ select vertex ចេះហើយខ្ញុំចាប់ hide វាមកអូខេខ្ញុំ hide មួយទៀតមកអូខេអញ្ចឹង rip tool នេះគឺយើងអាច hide object បានចេញពីគ្នាអញ្ចឹងអូខេអញ្ចឹងបន្ទាប់ពីយើងបានស្គាល់និងយល់ដឹងខ្លះៗអំពីការប្រើប្រាស់ tool ទាំងនៅក្នុង object mode និង edit mode រួចមកអញ្ចឹងអ្វីដែលយើងធ្វើបន្ទាប់គឺយើងនឹងគូសបន្ទប់តូចមួយនេះតែអ្នកនរគ្នាឃើញនៅក្នុងវីដេអូនេះអញ្ចឹងយើងនឹងចាប់ផ្ដើមគូសទាំងអស់គ្នាអូខេអញ្ចឹងពេលដែលយើងបើក file blender មកដំបូងដើម្បីគូសកូនបន្ទប់នឹងបានគឺខ្ញុំនឹង
create cube មួយមកចុច shift A យក mesh ហើយយក cube មកអូខេហើយបន្ទាប់មកយើង tab ដើម្បីទៅ edit mode ហើយខ្ញុំនឹង select វាពីខាងលើនេះnhưngបើសិនអ្នកទាំងអស់គ្នា select ទៅអត់ចេញអញ្ចឹងទេអ្នកទាំងអស់គ្នាអាចមកខាងកន្លែង select box ហើយយកជា select box នេះមកអូខេឬក៏អ្នកទាំងអស់គ្នាខ្ជិលមកកន្លែងឆ្វេងយើងអាចចុច shift space bar shift ហើយកន្លែង space ហ្នឹងមកអញ្ចឹងយើងយក select box ហ្នឹងមកអូខេហើយបើសិនយើង hold វាជាប់យើងអាចជ្រើសយក tool មួយនៅក្នុងកន្លែង select ហ្នឹងអូខេអញ្ចឹងខ្ញុំយក select box មកអូខេអញ្ចឹងយើង select ផ្ទៃខាងលើ4ហ្នឹងមកអញ្ចឹងខ្ញុំ select vertex 4ហ្នឹងអូខេពេលខ្ញុំ select vertex 4ហ្នឹងហើយខ្ញុំទាញវាចុះមកក្រោមខ្ញុំ G set ហើយនៅបន្ទាប់មកគឺយើងឃើញបន្ទប់របស់យើងគឺយើងត្រូវការតែជាង2ទេអញ្ចឹងជាងផ្សេងទៀតគឺយើងត្រូវលុបចោលអញ្ចឹងខ្ញុំនឹងចុចលេខ3ដើម្បី select face ហើយខ្ញុំ select face មួយនេះ face ខាងឆ្វេងនិង face ខាងលើហើយខ្ញុំនឹងលុប face ចោលខ្ញុំចុច X ហើយយក face អូខេអញ្ចឹងយើងបានលុប face នឹងចោលហើយខ្ញុំនឹង select all ទាញវាមកដល់ខាងលើនេះអូខេអញ្ចឹងខ្ញុំ G set អូខេប៉ុណ្ណឹងចាហើយបន្ទាប់មកយើង tab ទៅក្រៅវិញបន្ទាប់ពីយើង tab មកក្រៅវិញយើងចង់ឲ្យ object ហ្នឹងមានកម្រាស់ពួកអីលើហ្នឹងបើសិនយើងមើលទៅឃើញវាគ្រាន់តែជាមួយប្រទេសស្ដើងទេវាអត់មានកម្រាស់ទេអញ្ចឹងដើម្បីមានកម្រាស់យើងមកខាងស្ដាំហើយមើលកន្លែង property ហើយគេដាក់រូបកូនសោនេះហើយគេពេលយើង hover មកទៅឃើញពាក្យថា modifiers អញ្ចឹងចុចលើនឹងមកហើយយើង add new modifiers បន្ទាប់មកយក generate ហើយនឹងយក solidify មកអូខេយើងយក solidify modifier អញ្ចឹងsolidify modifier គឺជា modifier មួយដែលដាក់កម្រាស់ទៅឲ្យ object អូខេអញ្ចឹងសម្រាប់ modifier បើសិនខ្ញុំបិទអញ្ចឹងឃើញ object ហ្នឹងវាបាត់ទៅវិញបាត់កម្រាស់ទៅវិញបើសិនខ្ញុំបើកវិញឃើញកម្រាស់វាឡើងមកវិញតិចអូខេអញ្ចឹងសម្រាប់ setting របស់វាគឺវាមាន thickness ហើយនិង offset ដកមួយមានថាវាបន្ថែមកម្រាស់ចូលមកខាងក្នុងបើសិនយើងដាក់ offset វា1មានថាវាបន្ថែមកម្រាស់ទៅខាងក្រៅអូខេអាហ្នឹងប៉ុណ្ណឹងហើយនៅសម្រាប់ thickness គឺកម្រាស់របស់វាយើងចាំបានកម្រាស់មែនឥឡូវហ្នឹងគឺកម្រាស់តាមែន1មីលីម៉ែត្រទេឬក៏មែនគឺ 0.1 ម៉ែត្រទេអញ្ចឹងខ្ញុំនឹងបន្ថែមវាឲ្យបានត្រឹម0.1 មកអញ្ចឹងបន្ទាប់យើងបានប៉ុណ្ណឹងហើយខ្ញុំអាចថែមវាបន្តិចទៀតអូខេអញ្ចឹងបញ្ហាបើសិនខ្ញុំថែមវាដល់ធំចេះអញ្ចឹងយើងឃើញកម្រាស់របស់វាអត់ស្មើយើងចង់ឲ្យកម្រាស់វាស្មើត្រង់ជាមួយនឹងអញ្ជាងនេះតែអញ្ជាងហ្នឹងវាកែងទៅលើត្រង់អញ្ចឹងប៉ុន្តែកម្រាស់វាប្រឆិតវាtrade អញ្ចឹងដើម្បីកុំឲ្យវា trade ដើម្បីវាត្រង់យើងមក tick ឲ្យកន្លែង even thickness នេះអូខេអញ្ចឹងពេលយើង tick អានេះទៅគឺវាត្រង់ហើយអញ្ចឹងខ្ញុំទាញវាចុះមកក្រោមវិញមកហើយបន្ទាប់មកអីដែលយើងត្រូវការគឺខ្ញុំត្រូវការដាក់ឈើ2ដុំនៅខាងលើអញ្ចឹងផ្ទះនេះអូខេអញ្ចឹងខ្ញុំនឹងចុចដាក់ shift ហើយចុចមកស្ដាំដើម្បីដាក់ cursor មកខាងលើហ្នឹងហើយខ្ញុំចុច shift A យក cube អូខេអញ្ចឹង cube របស់យើងខ្ញុំនឹងចុច S ដើម្បី scale វាតូចប្រហែលជាប៉ុណ្្នឹងទៅខ្ញុំនឹងមកមើលនៅ top view អូខេអញ្ចឹងពេលដែលយើងមើល top view យើងអត់ដឹងថាអញ្ចឹងរបស់យើងកាត់ធំណាហើយនឹង floor របស់យើង ground របស់យើងធំណាទេអញ្ចឹងដើម្បីយើងអាចមើលឃើញជម្រៅឃើញអីយ៉ាងបានយើងមកខាងលើនេះខាងលើខាងស្ដាំនេះ shading ចុចសញ្ញាពងចុះមកហើយ tick កន្លែង cavity នេះមកហើយយក type របស់វាជា both មកអូខេអញ្ចឹងនៅពេលដែលយើងបើកអាហ្នឹងនៅពេលដែលយើងមើលជា front top view អីយើងអាចមើលឃើញស្មៅអញ្ចឹងយើងអាចដឹងថាអញ្ចឹងរបស់យើងវានៅត្រឹមណាអូខេ
អញ្ចឹងខ្ញុំនឹងមើលពី front view top view សំទោសមើលពី top view ហើយខ្ញុំនឹងទាញ object ឈើដុំឈើរបស់យើងហ្នឹងផែជាមកនេះមកហើយខ្ញុំនឹង scale វានៅលើ ax តិចមកផែជាប៉ុណ្នេះអីមក gx អូខេអញ្ចឹងយើងចង់ឲ្យវាវែងទៅលើ y ខ្ញុំនឹងអត់ scale វាលើ y ទេខ្ញុំនឹងទៅ edit mode ហើយខ្ញុំបើក x-ray mode មកអូខេ x-ray mode គឺអាចឲ្យយើងមើលធ្លុះបានយើងអាចមើលធ្លុះ object របស់យើងបានហើយ shortcut របស់វាគឺ alt z alt z ចឹងខ្ញុំ alt z ហើយខ្ញុំ select ខាងមុខមកហើយខ្ញុំ G grab វាទៅលើ y ហើយវាមកដល់នេះមកអូខេប៉ុណ្ណឹងបាទអញ្ចឹងបើសិនយើងចង់ snap ឲ្យវាជាប់ snap ឲ្យវាទាញទៅលើ y ទៅឲ្យចំត្រឹមជាងហ្នឹងហ្មងអញ្ចឹងយើងមកខាងលើនេះកន្លែង snapping tool នេះហើយយើងយកវាជា vertex មកហើយនៅពេលដែលយើង G Y យើងចុច control ឲ្យជាប់ហើយដាក់ម៉ៅឲ្យចំកែងជាងហ្នឹងមកគឺវា snap ហើយអូខេខ្ញុំ alt z មកវិញហើយខ្ញុំ tab អូខេអញ្ចឹងយើងបានដុំឈើមួយខ្ញុំនឹង G z វាបន្តិចមកហើយខ្ញុំ G z វាមកវិញចុច control ឲ្យជាប់ដាក់ម៉ៅឲ្យចំកែងដែលមាន vertex ហ្នឹងអញ្ចឹងវានឹង snap ជាប់ហើយអូខេហើយវាមានអារម្មណ៍ថាឈើនេះវាខ្ពស់ពេកអញ្ចឹងយើងនឹងទៅ edit mode select face ខាងលើហើយ G Z ទាញវាចុះមកបន្តិចមកអូខេប៉ុណ្ណឹងបានអូខេអញ្ចឹងយើងចេញមកពី edit mode វិញហើយយើងនឹង copy វាដើម្បីដាក់វានៅលើនេះមួយទៀតអូខេអញ្ចឹងដើម្បី copy វាឬក៏ duplicate វាយើងចុច shift D ហើយយើងទាញវាមកដាក់ធំនេះមកហើយយើងនឹងត្រូវការពវល់វាឲ្យវាកែងមកវិញអញ្ចឹងយើង rotate វា90 degree ចុច O ហើយចុច90អូខេចឹងយើងមើលនៅ front view យើងមើលនៅ top view បើសិនយើងមើលអញ្ចេះយើងត្រូវ rotate វានៅលើ axis គឺ90 degree អូខេហើយបន្ទាប់មកខ្ញុំមើលវានៅ top view អញ្ចឹងខ្ញុំនឹងទាញអានេះមកដាក់ឲ្យចំកែងមកវាខ្ញុំចុច control ឲ្យជាប់អញ្ចឹងវានឹង snap ជាប់ជាមួយនឹងកែងរបស់ជាងហ្នឹងហើយអូខេអញ្ចឹងយើងអត់ចង់ឲ្យវាជាន់គ្នាចឹងទេអញ្ចឹងយើងនឹងទៅ edit mode ចុច alt z ដើម្បីមើលធ្លុះហើយទាញ face មួយនេះទាញវាលើ x មក g x អញ្ចឹងខ្ញុំទាញវាធ្វើប៉ុណ្នេះមកចុច control ជាប់មកគឺវាជាប់ត្រឹមហ្នឹងហើយអូខេអញ្ចឹងខ្ញុំ tab alt z ចេញពី x-ray mode វិញអូខេអញ្ចឹងបន្ទាប់ពីយើងបានប៉ុណ្ណឹងហើយអីដែលយើងនឹងត្រូវធ្វើបន្ទាប់គឺយើងត្រូវការបង្កើតជាប្រួយអូខេអញ្ចឹងដើម្បីបង្កើតជាប្រួយបានយើងត្រូវដាក់ modifier ឲ្យវាអូខេអញ្ចឹងដើម្បីដាក់ modifier យើងចុចមកលើជាងរបស់យើងហ្នឹងមកហើយខ្ញុំនឹងមកកន្លែង modifier ចុចសញ្ញាពួយនេះដើម្បី minimize វាហើយចុច add modifier យក generate ហើយនឹងយក boolean អូខេអញ្ចឹង boolean គឺជា modifier មួយដែលប្រើសម្រាប់ធ្វើការកាត់ឬក៏ធ្វើការបញ្ចូលគ្នារវាង object ពីរអូខេអញ្ចឹងឥឡូវដើម្បីយើងអាចយក object នេះហើយយើងយកអីផ្សេងមកកាត់វាអញ្ចឹងខ្ញុំទៅ add object មួយទៀតអញ្ចឹងយើងចុច shift ហើយមកស្ដាប់មកចាំកន្លែងនេះចាំកន្លែងនេះយើងចង់ដាក់ប្រួយហ្នឹងហើយខ្ញុំចុច shift A ខ្ញុំនឹង add cube មួយហើយអញ្ចឹងខ្ញុំ scale វាតូចមកតែជាប៉ុណ្ណេះមកប្រួយខ្ញុំនឹងទាញវាខិតមកនេះខិតមកឆ្វេងហើយ scale វានៅលើ x បន្តិចមកអូខេអញ្ចឹងចាត់ទុកថានឹងជាប្រួយចាហើយបន្ទាប់មក select លើជាងរបស់យើងវិញហើយកន្លែងboolean នេះកន្លែង eyedropper ហ្នឹងយើងយកវាមកទម្លាក់ឲ្យចំ cube ដែលយើងទៅ add វិញហ្នឹងមកអូខេអញ្ចឹងដល់ពេលដែលយើង add ហើយយើងនឹងឃើញវាចេញ highlight ពណ៌ទឹកក្រូចហ្នឹងមានថាវាកាត់ជាងហ្នឹងឲ្យប៉ិនជាមួយនឹង object ដែលយើងដាក់នៅក្នុងនេះបន្ទាប់មកដើម្បីយើងអាចងាយស្រួលមើលបានប្រហោងប្រួយរបស់យើង select object cube នេះមកហើយមកខាងស្ដាំកន្លែង object ហើយយើង scroll មកក្រោមមើលកន្លែង viewport display យើង scroll មកក្រោមទៀត display as នេះយើងយកវាជា bounds មកអញ្ចឹងនៅពេលដែលយើងដាក់
ជា bounce មានន័យថាយើងមើលវាជាប្រអប់ខ្សែអញ្ចេះវិញយើងអត់មើលវាជាដុំ object ដូច object ផ្សេងៗទេអូខេអញ្ចឹងបន្ទាប់ពីយើងដាក់ប្រួយបានប៉ុណ្ណឹងហើយខ្ញុំនឹងធ្វើអីបន្តទៀតគឺយើងនឹងដាក់ modifier មួយទៀតដើម្បីឲ្យ game របស់វាកែងរបស់ជាងនេះវាមើលទៅរៀងកោងវារៀងទៀលខ្ញុំអត់ចង់ឲ្យវាកែងស្រួចអញ្ចឹងទេអូខេអញ្ចឹងយើង select ទៅលើ object របស់យើងហើយយើងមកកាន់កន្លែង modifier ម្ដងទៀតហើយចុច add modifier យក generate ហើយយើងយកពាក្យថា bevel ហ្នឹងគឺវាដូចនៅក្នុង edit mode ដែរតែគាត់ថាយើងដាក់ bevel នេះជា modifier អញ្ចឹងវាអត់ប៉ះពាល់ទៅរូបរាងរបស់ object ហ្នឹងដោយផ្ទាល់ទេអូខេអញ្ចឹង bevel ខ្ញុំទាញ amount វាចុះក្រោមតិចមកផែប៉ុណ្នេះទៅហើយនឹង segment ចំនួនបន្ទាត់ខ្ញុំដាក់វាច្រើនតិចទៅប្រហែលជា4នេះទៅអូខេចឹងដល់ពេលយើងដាក់4ចឹងយើងឃើញអា game របស់វាហ្នឹង smooth ជាងមុនហើយវាទៀលជាងមុនបើសិនខ្ញុំ disable modifier ហ្នឹងយើងឃើញ game របស់វាឆុងកែងខ្លាំងចេះហើយពេលយើងបើកវិញគឺវាទៀលប៉ុណ្ណេះអូខេអញ្ចឹងគឺបានប៉ុណ្ណឹងគឺអូខេហើយសម្រាប់ lock សម្រាប់ឈើខាងលើនេះក៏ខ្ញុំចង់ឲ្យវាទៀលខាងលើអញ្ចឹងដែរអញ្ចឹងខ្ញុំនឹងចុចselect ដុំឈើហ្នឹងហើយយើងចុច add modifier ហើយយើងយកវា bevel ដែរមកហើយខ្ញុំនឹងទាញ amount នេះអ្នកទាំងអស់គ្នាអាចទាញតាមចិត្តរបស់យើងបានបើស្អីយើងស្រឡាញ់ប៉ុណ្ណាដាក់ប៉ុណ្្នឹងទៅបាច់ធ្វើតាមខ្ញុំទាំងស្រុងក៏បានដែរអូខេហើយនឹង segment ខ្ញុំទាញវាប្រហែលជា5អីទៅអូខេហើយសម្រាប់នេះគឺយើងធ្វើអញ្ចឹងដូចគ្នាចុច add modifier generate និងយក bevel មកអូខេហើយខ្ញុំនឹងទាញវាប្រហែលជាប៉ុណ្នេះមកអូខេចាំបើសិនអ្នកទាំងអស់គ្នាទាញទៅវាមានអារម្មណ៍ថាវាលេខហ្នឹងវាអត់លឿនពេកយើងចង់ទាញវាលក្ខណៈថាមួយអញ្ចឹងចុច shift ជាប់ហើយចាំទាញពេលយើងចុច shift ជាប់ហើយចាំទាញ value របស់វាគឺហត់រៀងយឺតជាងមុនអូខេអញ្ចឹង5ដែរមកខ្ញុំទាញ segment វា5ដែរមកអូខេអញ្ចឹងយើងបានបន្ទប់របស់យើងប៉ុណ្្នឹងហើយអីដែលយើងត្រូវធ្វើបន្ថែមគឺយើងត្រូវធ្វើតាframe របស់ប្រួចហើយនឹងដាក់តុកហើយនឹងថោផ្កាអូខេអញ្ចឹងខ្ញុំនឹងបង្កើតដំបូងគឺយើងនឹងបង្កើត frame របស់ប្រួចនេះអញ្ចឹងខ្ញុំនឹងចុចយកប្រអប់មួយនេះហើយខ្ញុំចុច shift D ដើម្បី copy អាហ្នឹងហើយទាញវានៅលើអាវាយមកហើយខ្ញុំនឹងមកកន្លែង object នេះខាងស្ដាំហើយខ្ញុំនឹងដូរ display as នេះទៅជា solid វិញអូខេហើយបន្ទាប់មកយើងនឹងទៅ edit mode ចុច tab ទៅ edit mode scale វានៅលើអាវាយហើយយើងនឹង select face ទាំងមុខទាំងក្រោយ select ទាំងខាងមុខហើយយើង select ខាងក្រោយហើយយើងនឹង insert វាអូខេចឹងយើងចុច I ដើម្បី insert face វាខាងក្នុងមកហើយយើងនឹងចុច X ដើម្បីលុប face នឹងចោលចឹងយើងលុប face នឹងចោលទៅយើងនឹងយកម្ដុំហ្នឹងធ្វើជា frame របស់ប្រួចហ្នឹងអូខេចឹងដល់ពេលដែលយើងលុប face យើងឃើញកន្លែងនេះគឺវាប្រហោងចេះចឹងយើងចង់បានចឹងយើងចង់វាបិទចិត្តចឹងដើម្បីបិទចិត្តយើងចុចលេខ2ដើម្បី select ជាបន្ទាត់ហើយយើង select បន្ទាត់2នេះមកចឹងដើម្បី fill ដើម្បីបិទផ្ទៃនៅចិត្តគឺយើងចុចអក្សរ F គឺសម្រាប់ fill ហើយយើងចុចផ្ទៃដែលអត់ទាន់បាន fill នេះមកបន្ទាត់ដែលយើងនឹងត្រូវ fill បន្ទាប់ហើយយើងចុចកន្លែងឆ្វេងហ្នឹងមកចុច F បន្តទៀតមក F អញ្ចឹងវានឹងបិទចិត្តអស់ហើយអូខេអញ្ចឹងខ្ញុំ tab ចេញមកក្រៅវិញទាញវានៅលើអាវាយធ្វើជា frame របស់ប្រួចហ្នឹងអូខេទាញវាប៉ុណ្ណឹងមកអញ្ចឹង frame របស់ប្រួចខ្ញុំចង់ឲ្យវាជាលក្ខណៈលេខបូកចេះអញ្ចឹងខ្ញុំនឹងទៅ tab ហើយខ្ញុំចុច shift A ដើម្បី add cube ហើយខ្ញុំ scale វាតូចមក sorry scale វាតូចមក scale វាតូចប្រហែលប៉ុណ្នេះអីមកហើយខ្ញុំនឹង scale តិចទៀតអញ្ចឹងបន្ទាប់មកយើង scale វានៅលើ X យើងមើលនៅ front view
យើងទាញវាមកហើយជាប៉ុណ្នេះមកហើយនឹងទាញវាទៅក្នុង GY ហើយយើងនឹង duplicate វាហើយចុច Shift D មកស្ដាំហើយយើងនឹង rotate វា90 degree អូខេយើងមើលវានៅ front view អញ្ចឹងយើង rotate វាហើយដាក់ចុចលេខ90មកអូខេហើយខ្ញុំនឹងអត់ចង់ឲ្យវាប៉ិនគ្នាទេមកបដោយនេះខ្ញុំចង់ឲ្យវាធំហើយមកទៅតឹងលើក្រោមនេះខ្ញុំចង់វាតូចបន្តិចអញ្ចឹងខ្ញុំ scale វានៅលើ Y បន្តិចមកអូខេចាំបានប៉ុណ្ណឹងហើយយើងចេញពី edit mode យើងវិញមកអូខេចាំបន្ទាប់ពីយើងចេញពី edit mode ខ្ញុំក៏គិតថា frame ហ្នឹងយើងចង់ឲ្យវាមាន bevel ដូចជាងដែរអញ្ចឹងយើងមកកន្លែង modifier add modifier generate យក bevel មកអូខេហើយយើងនឹងទាញ amount វាចុះខមបន្តិចមកហើយនឹង segment របស់វាហើយជា 4pm ឯហ្នឹងទៅអូខេចឹងអ្នកនរគ្នាអាចលេងជាមួយនឹង setting ដើម្បីតម្រូវតាមការពេញចិត្តរបស់អ្នកនរគ្នាបានអូខេអញ្ចឹងបន្ទាប់ពីយើងបានប៉ុណ្្នឹងហើយខ្ញុំនឹងadd object ថ្មីមួយដើម្បីបង្កើតធ្វើជាតុកអញ្ចឹងដើម្បី add object ថ្មីមួយខ្ញុំនឹងចុច shift ហើយមកស្ដាំដើម្បីដាក់ cursor នៅនឹងសិនហើយចុច shift A ដើម្បី add អញ្ចឹងខ្ញុំនឹង add circle អូខេយក mesh ហើយយក circle មក sorry ចុច shift A mesh circle អូខេអញ្ចឹងខ្ញុំនឹង scale circle នឹងឲ្យតូចបន្តិចហើយជាប៉ុណ្នេះហើយទៅ edit mode យកលេខ1ដើម្បី select ជា vertex ហើយខ្ញុំទាញវានៅលើ axis G Z អូខេអញ្ចឹងតុកគិតថាប្រហែលជាកម្ពស់នេះអីទៅអញ្ចឹងដើម្បី fill circle ហ្នឹងយើងចុចគេយើងចុច F ដើម្បី fill ហើយខ្ញុំនឹង extrude វាដើម្បីឲ្យមានកម្រាស់បន្តិចចុច E មកយើង extrude វាចុះមកក្រោមហើយខ្ញុំចង់ធ្វើជើងតុកនៅកណ្ដាលជើងតុកជើងមួយអញ្ចឹងយើងចុច I ដើម្បី insert ទាញវាចុះទៅក្រោមទៅឲ្យវាតូចប្រហែលជាប៉ុណ្នេះទៅហើយបន្ទាប់មកយើង E ដើម្បី extrude ម្ដងទៀតអូខេអញ្ចឹងខ្ញុំមើលនៅ front view អូខេអញ្ចឹងពេលវាចិត្តមកដល់ដីខ្ញុំនឹងE ម្ដងទៀតហើយមកស្ដាំហើយនឹងចុច S ដើម្បី scale វាហើយ GZ ដើម្បីទាញវាចុះមកក្រោមបន្តិចមកហើយនឹង E extrude វាចុះមកក្រោមអូខេអញ្ចឹងយើងបានតុកយើងប៉ុណ្ណឹងហើយបន្ទាប់មកខ្ញុំនឹងចុចមកកន្លែង modifier ខ្ញុំនឹង add modifier ដែរគឺ bevel អញ្ចឹងខ្ញុំចង់ bevel វាឲ្យវារៀង smooth បន្តិចអូខេអញ្ចឹងខ្ញុំទាញអានេះចុះមកក្រោមបន្តិចមកហើយនឹង segment ប្រហែលជាប៉ុណ្នេះមកអូខេអញ្ចឹងបន្ទាប់មកយើងឃើញថាតុករបស់យើងវាខ្ញុំចង់ពេលយើងចង់វាមូលយើងបែរឃើញវាមានឆុងចេះអូខេអញ្ចឹងដើម្បីឲ្យវាបាន smooth យើងចុចមកស្ដាំនៅនឹងមកហើយយកពាក្យថា shade auto smooth អូខេពេលយើងយក shade auto smooth គឺវា smooth ទៅអស់ហើយគឺវាអត់មានឃើញឆុងទៀតទេអូខេអញ្ចឹងអីដែលយើងត្រូវការបន្ទាប់គឺត្រូវការកៅអីចេញកៅអីខ្ញុំនឹងធ្វើវា simple ខ្ញុំចុចមកស្ដាំមក shift មកស្ដាំដើម្បីដាក់ cursor ហើយចុច shift A ហើយយើង add circle មួយទៀតហើយយើងនឹងទៅ edit mode scale វាចុះក្រោមប៉ុណ្នេះទៅហើយខ្ញុំ scale វាតិចទៀតហើយយើងនឹង extrude វានៅលើ axis អូខេហើយបន្ទាប់មកគឺយើងធ្វើដូចមុនដែរយើងចុច E មកស្ដាំដើម្បី extrude ហើយយើងបន្លែងវាចោលហើយយើង scale វាមកអញ្ចឹងវាធំបានប៉ុណ្នេះហើយបន្ទាប់មកគឺយើង E ដើម្បី extrude ឡើងលើចុច E ហើយចុច Z មកហើយយើងចុច F អូខេអញ្ចឹងកៅអីនេះមើលទៅវាបើសិនយើងអង្គុយអត់នឹងទេអញ្ចឹងយើងត្រូវការជើងវាឲ្យធំបន្តិចដែរមកអញ្ចឹងចុច Alt ដើម្បី select vertex នឹងមកជុំហើយខ្ញុំនឹងមើលវានៅ front view ខ្ញុំនឹងទាញវាខិតឡើងលើបន្តិចសិនមកហើយយើងចុច E មកស្ដាំ S អញ្ចឹងជើងវាខ្ញុំដាក់ថាប៉ុណ្នេះចុះអូខេយើង scale វាទៀតមកហើយបន្ទាប់មកយើង extrude វាចុះទៅក្រោមអញ្ចឹង E Z
អូខេចឹងប៉ុណ្ណឹងមកហើយយើងនឹងចុច F ដើម្បី fill វាមកអូខេចឹងយើង tab ចេញមកក្រៅវិញមកហើយយើងនឹងមើលនៅ front view ហើយយើងចង់ដាក់ឲ្យវាដល់ដីចេះអូខេចឹងពេលយើងដាក់ដល់ដីចឹងវាពិបាកយើងពិបាកស្មានថាធម្មតាដល់អញ្ចឹងកន្លែង snap នេះយើងដូរពី vertex មកដាក់ face មកហើយយើង G Z ហើយចុច control ដាក់ mouse របស់យើងឲ្យចំផ្ទៃដែលយើងចង់ឲ្យវា snap ហ្នឹងអូខេចឹង mouse ឆ្វេងដើម្បី confirm ហើយបន្ទាប់មកកៅអីយើងគឺខ្ញុំគិតថាប៉ុណ្ណឹងចាស់ហើយខ្ញុំចង់ add bevel បន្តិចហើយនឹងធ្វើវា shade smooth អូខេអញ្ចឹងយើងមកកន្លែង modifier add modifier គឺនឹង add bevel បន្តិចមកហើយបន្ថែម segment របស់វាប្រហែលជាប៉ុណ្នេះមកហើយនឹង mouse ស្ដាំយក shade auto smooth អូខេអញ្ចឹងគឺយើងនឹង copy កៅអីហ្នឹងឲ្យបាន4នេះមកខ្ញុំនឹងទាញវាមកខិតប៉ុណ្ណេះហើយចុច shift D ទាញវាមកនេះ shift D ទាញវាមកនេះ shift D ទាញវាមកខាងនេះមកអូខេអញ្ចឹងយើងបានកៅអីយើង4ប៉ុណ្ណឹងហើយយើងចុច save ដើម្បី save file របស់យើងខ្ញុំនឹង save file របស់យើងដាក់ឈ្មោះថា cafe room បើយើងអត់ចង់ចុច control X យើងអាចមកកន្លែង file ហើយយើងចុច save បានធម្មតាដែរអូខេអញ្ចឹងខ្ញុំ save file ទុកទៅដើម្បីការពារកែឡូវា blender វាកៀងអីចឹងអូខេអញ្ចឹងយើងអាសា save បន្តិចទៅអូខេហើយបន្ទាប់ពីយើងបានប៉ុណ្ណឹងអីដែលយើងនឹង add បន្តគឺថូផ្កានៅកែងបន្ទប់នេះអូខេអញ្ចឹងដើម្បីបង្កើតថូផ្កាខ្ញុំចុច shift mouse ស្ដាំដើម្បីដាក់ cursor មកនេះហើយខ្ញុំចុច shift A add cube មួយមកហើយយើង scale វាទូចហើយខ្ញុំនឹង GZ ហើយ GZ ម្ដងទៀតចាំមកក្រោមវិញហើយចុច control ដើម្បី snap វាជាប់ជាមួយនឹងផ្ទៃក្រោរបស់យើងអូខេអញ្ចឹងខ្ញុំនឹងទៅ edit mode យកលេខ3ដើម្បី select ជា face ហើយនឹងចុចទាញវាទៅលើ accent តិចមក GZ ហើយយើងចុច I ដើម្បី insert face អញ្ចឹងយើង insert ប្រហែលជាប៉ុណ្ណឹងមកហើយយើងចុច E ដើម្បី extrude ចុចត្រកងធ្វើជាថូផ្កាអូខេអញ្ចឹងយើង tab ចេញមកវិញហើយខ្ញុំនឹង add bevel modifier មួយទៀតអញ្ចឹងgenerate ចុច bevel មកអញ្ចឹងខ្ញុំទាញ amount វាឲ្យទូចតិចមកហើយនឹង segment វាច្រើនតិចមកអូខេអញ្ចឹងវា smooth បានប៉ុណ្ណឹងហើយបន្ទាប់មកយើងនឹងចាប់ផ្ដើមធ្វើដើមផ្កាអូខេអញ្ចឹងខ្ញុំនឹងចុច shift mouse ស្ដាំមកចំកន្លែងហ្នឹងមកហើយចុច shift A add cube មួយទៀតមកអូខេអញ្ចឹងខ្ញុំនឹង scale វាចេះ scale វាតូចមកអូខេអញ្ចឹងខ្ញុំចង់ scale វាប៉ុន្តែអត់ចង់ scale លើអក្សរទេចង់ scale អក្សរផ្សេងដែលក្រៅពីអក្សរយើងចុចអញ្ចឹងយើងចុចអក្សរ S ចុច shift Z មកអញ្ចឹងមានថាវាដកអក្សរចេញគឺវាអត់ scale លើអក្សរទេវា scale តែអក្សរផ្សេងទេអញ្ចឹងខ្ញុំ scale វាផាប៉ុណ្នេះមកហើយចុចទៅ tab ចុច Alt Z ដើម្បីមើលទ្រុសទាំងអស់ខ្ញុំមើលនៅ front view ទាញវានៅលើអក្សរបន្តិចមកអូខេហើយប៉ុណ្នេះមកអូខេអញ្ចឹងខ្ញុំ Alt Z មកវិញហើយយើងដាក់ស្លឹកឈើវាបន្តិចមកអញ្ចឹងខ្ញុំនឹងទៅ edit mode ចុច control R មកឆ្វេងហើយ O វាខាត់មកលើមកហើយខ្ញុំនឹងចុច control B ដើម្បី bevel វាអញ្ចឹង bevel វាប្រហែលជាប៉ុណ្នេះមកអញ្ចឹងយើងនឹងបានមកកង់នេះហើយយើងចុចលេខ3ដើម្បី select face ហ្នឹងយើងមើលវាពី front view ហើយយើងចុច control មកស្ដាំមកអូខេអញ្ចឹងអានេះជា image របស់ដើមឈើហ្នឹងអញ្ចឹងខ្ញុំនឹង scale វាទូចតិចមកហើយនឹងអាកន្លែងនេះក៏ខ្ញុំចង់ scale វាទូចតិចដែរអញ្ចឹងយើងចុចលេខ2ដើម្បី select ជា edge ចុច alt ហើយ select វាមកជុំនឹងមកហើយនឹង scale វាចុះក្រោមអូខេអញ្ចឹងយើងបានប៉ុណ្ណឹងហើយអីដែលយើងធ្វើបន្ទាប់គឺយើងនឹងដាក់ស្លឹកឈើវាអញ្ចឹងខ្ញុំនឹងចុច shift ហើយមកស្ដាប់មកចាំកន្លែងនេះមកចុច shift A យើងនឹងយកវាជា UV sphere អូខេហើយយើង scale វាទូចមកហើយប៉ុណ្ណឹងខ្ញុំនឹងទាញវាលើអក្សរបន្តិចទៀតមក scale វាធំជាងមុនតិចទៀតអូខេហើយមើលវានៅ front view shift D ដើម្បី copy scale នេះវាទូចជាងមុនតិចមកអូខេអញ្ចឹងយើងបានដើមឈើយើងប៉ុណ្ណឹងហើយ
ខ្ញុំនឹងចុច shift select ថូមួយទៀតហើយយើងមើលពី top view មក shift D នឹងដាក់ដើមឈើហ្នឹងនៅគៀនេះមួយទៀតអូខេហើយខ្ញុំ rotate វាបន្តិចមកកុំឲ្យវាដូចគ្នាពេកអូខេហើយនេះខ្ញុំ scale វាទូចតិចមកកុំឲ្យវាដូចគ្នាជាមួយនេះខ្លាំងពេកអូខេអញ្ចឹងបន្ទាប់ពីយើងបានប៉ុណ្ណឹងខ្ញុំនឹងបង្កើតថាមានរូបភាពនៅលើជាងមួយចាអញ្ចឹងចុច shift មកស្ដាំដើម្បីដាក់ cursor ហើយខ្ញុំចុច shift A ខ្ញុំនឹង add plane ហើយយើងនឹង rotate វា90 degree អញ្ចឹង or y rotate លើ y 90 degree មកអូខេហើយខ្ញុំនឹង scale វាទូចតិចខ្ញុំមើលវានៅ side view ខ្ញុំទាញវាមកប៉ុណ្ណេះមកខ្ញុំ scale វានៅលើ y អូខេអញ្ចឹងយើងឃើញថា plane មួយនេះគឺវាអត់មានកម្រាស់ដូចគ្នាអត់មានកម្រាស់ដូចការអញ្ចឹងយើងដែរអញ្ចឹងអីដែលយើងត្រូវធ្វើគឺយើងមកកន្លែង modifier add modifier generate យក solidify តែពេលយើង solidify ទៅគឺ offset វាដក1អញ្ចឹងគឺវាដាក់កម្រាស់ចូលទៅខាងក្នុងជាងអញ្ចឹងយើងដូរ offset វាដាក់លេខ1វិញមកអូខេអញ្ចឹងរូបថតយើងរូបថតឬរូបកណួយយើងដាក់កម្រាស់វាប្រហែលជាប៉ុណ្្នឹងទៅបានហើយបាច់ដាក់ក្រាស់ពេកទេឬក៏យើងអាចដាក់ក្រាស់ទៀតក៏បានដែរខ្ញុំទាញ thickness របស់វាឲ្យក្រាស់ជាងបន្តិចមកអូខេប៉ុណ្ណឹងមកបានហើយអញ្ចឹងអានេះគឺរូបកណួយអូខេអញ្ចឹងបន្ទាប់ពីយើងបានដាក់រូបកណួយហើយខ្ញុំនឹង add កូនថូមួយកូនថូផ្កាមួយនៅលើតុហ្នឹងអូខេអញ្ចឹងចុច shift មកស្ដាំហើយដើម្បីដាក់ cursor នៅកន្លែងហ្នឹងអូខេហើយបន្ទាប់មកចុច shift A add circle មកហើយទៅ tab ដើម្បីទៅ edit mode scale វាទូចហើយបន្ទាប់មកយើងនឹងចុចអក្សរ EZ ចឹងយើង EZ ប្រហែលប៉ុណ្ណឹងមកហើយថូផ្កាខ្ញុំគិតថា style វាប្រហែលជាពណ៌ស៊ីឡាំងមួយប៉ុណ្ណឹងមកបានហើយអញ្ចឹងខ្ញុំ LZ ខ្ញុំបិទគូតវាចុចselect គូតវាទាំងអស់មកហើយចុច F អូខេហើយចេញមកក្រៅអញ្ចឹងយើងឃើញថូផ្កានេះក៏វារៀងឆ្នោតចេះអញ្ចឹងមិនថាវាទន់ smooth ទេចុចមកស្ដាំហើយ add shade smooth auto ឲ្យវាមក shade auto smooth អូខេហើយថូផ្កានេះគឺវាក៏អត់ទាន់មានកម្រាស់ដែរចឹងដើម្បី add កម្រាស់វាយើងចុច add modifier generate ហើយយក solidify មកអូខេអញ្ចឹងមើលទៅវារៀងក្រាស់ពេកយើងទាញ signal វាចុះខំបន្តិចមកអញ្ចឹងពេលយើងទាញទៅវាពិបាក control យើងចុចអូខេយើងចុច shift ដើម្បីឲ្យវាទាញទៅរៀង smooth អូខេអញ្ចឹងប្រហែលជាប៉ុណ្នេះមកចឹងយើងបានថូផ្ការបស់យើងប៉ុណ្្នឹងហើយអូខេហើយថូផ្កានេះគឺខ្ញុំនឹងអត់ដាក់អីទេយើងដាក់តែថូផ្កាទៅទេអូខេអញ្ចឹងបន្ទាប់ពីយើងmodel ហើយអីហើយអីដែលយើងត្រូវធ្វើបន្ទាប់គឺយើងនឹង add material ឲ្យវាអូខេប៉ុន្តែមុននឹង add material ខ្ញុំនឹង add ជាផ្ទៃដីមួយឲ្យទៅកាន់បន្ទប់មួយហ្នឹងអញ្ចឹងខ្ញុំមកស្ដាំshift មកស្ដាំដើម្បីដាក់ cursor នៅខាងក្រោមចុច shift A យក mesh ហើយយក plane ហើយខ្ញុំនឹង scale plane មួយហ្នឹងឲ្យវាធំអញ្ចឹងវាដើរតួដូចជាដីដូចជា ground floor មួយអញ្ចឹងសម្រាប់បន្ទប់មួយហ្នឹងអូខេអញ្ចឹងបន្ទាប់យើងនឹងដាក់ texture ទៅឲ្យ object របស់យើងដែលយើងបាន model ហ្នឹងយើងបានគូហ្នឹងអូខេអញ្ចឹងបើសិនជាយើងចុចមកខាងលើនេះហើយយើងយកជា viewport shading អាកណ្ដាលហ្នឹងបើសិនយើងយកហ្នឹងយើងឃើញobject របស់យើងគឺនឹងមានពណ៌សដោយសារតែយើងអត់បានដាក់shading ទៅឲ្យ object របស់យើងអូខេអញ្ចឹងដល់ពេលយើងចុចអាហ្នឹងវាអាចនឹង load រៀងយូរបន្តិចអញ្ចឹងបន្ទាប់ពីវា load មក view ហ្នឹងយើងឃើញអ្វីគ្រប់យ៉ាងគឺពណ៌សទាំងអស់ដល់តែ background របស់ Blender ផ្ទាល់ទេបានវាអត់ពណ៌សអូខេអញ្ចឹងដើម្បីដាក់ material ឲ្យតុទូកៅអីរបស់យើងដូចជាជាងផ្ទះដូចជាបន្ទប់អីរបស់យើងហ្នឹងយើងមកខាងស្ដាំយកកន្លែងខាងក្រោមគេនេះគេដាក់ឈ្មោះថា material អញ្ចឹងមកកន្លែង material មកអញ្ចឹងខ្ញុំនឹងដំបូងខ្ញុំនឹង select floor របស់យើងហើយចុច new មកអញ្ចឹងពេលចុច new ហើយយើងនឹងទទួលបាន material មួយហើយ material នេះឈ្មោះវាគឺ material .001 អញ្ចឹងយើង
ចុចមកឆ្វេងលើនឹងមកដើម្បីដាក់ឈ្មោះឲ្យវាខ្ញុំនឹងដាក់ឈ្មោះវាថា ground អូខេហើយ ground របស់ខ្ញុំនឹងយកពណ៌វាពណ៌ខៀវនេះមកអូខេហើយបន្ទាប់មកសម្រាប់ជាងផ្ទះហើយនឹងការ៉ូអញ្ចឹងខ្ញុំនឹងចុច new ដែរហើយដាក់ឈ្មោះវាថា wall ហើយខ្ញុំនឹងយកពណ៌វារៀងលឿងតិចមកអញ្ចឹងខ្ញុំចុចកន្លែង base color នេះហើយទាញវាពណ៌លឿងតិចមកអូខេពណ៌ពណ៌មាន់តិចមកអូខេអញ្ចឹងយើងឃើញយើងបានជាងផ្ទះរបស់យើងប៉ុណ្្នឹងហើយហើយបន្ទាប់មកគឺខ្ញុំនឹងដាក់ color ទៅឲ្យដុំឈើមួយនេះអូខេអញ្ចឹងខ្ញុំនឹងចុចដុំឈើមួយហ្នឹងហើយចុច new ខ្ញុំដាក់ឈ្មោះថា wood ហើយខ្ញុំនឹងដូរពណ៌វាទៅជាពណ៌យ៉ាងលឿងក្រហមចេះពណ៌ពងមាន់ដែរតែពងមាន់នេះដិតជាងទៀតអូខេហើយខ្ញុំមើលទៅខ្ញុំចង់ឲ្យវា smooth អញ្ចឹងខ្ញុំចុចselect ដុំឈើហ្នឹងហើយចុចស្មើស្ដាំ shade auto smooth មកអូខេអញ្ចឹងមើលទៅវារៀងអត់សូវចាំងខ្ញុំចង់វារៀងអាឡងមើលទៅរៀងចាំងអញ្ចឹងខ្ញុំ select object ហ្នឹងហើយមកកន្លែង material របស់វាហើយកន្លែង roughness នេះមានថាជាកម្រិតរលោងរបស់ object អញ្ចឹងពេលខ្ញុំទាញវាចុះមកក្រោម object កាន់តែឡងនៅពេលដែលroughness កាន់តែតិចobject កាន់តែឡងពេល roughness កាន់តែច្រើន object កាន់តែក្រើមអូខេអញ្ចឹងខ្ញុំទាញវាប្រហែលជា 0.4 នេះមកហើយនៅនេះដូចគ្នាដែរខ្ញុំចង់ដាក់material ដូចជាមួយនឹងដុំឈើខាងឆ្វេងនេះអញ្ចឹងពេលយើង select ដុំឈើដែលអត់ទាន់មាន material ហ្នឹងមកកន្លែង material មកហើយកន្លែងសញ្ញាពូនចុះក្រោមនេះចុចមកយើងយក wood មកអូខេហើយសម្រាប់frame របស់ប្អូនក៏យើងយកជា wood ដែរអញ្ចឹងយើងចុចកន្លែងរូបផែនដីចុះមកក្រោមហ្នឹងមកចុចយក wood មកអូខេអញ្ចឹងដូចជាតុកហើយនឹងកាអេនេះក៏យើងយកវាជា wood ដែរអញ្ចឹងខ្ញុំនឹងselect អស់ហ្នឹងមកដែលយើងចង់ដាក់ material wood ហ្នឹងយើង select អស់មកអញ្ចឹងបន្ទាប់ពីយើង select បាន material ដែលយើងចង់ copy material ពី object ផ្សេងយើងត្រូវចុច select object ដែលយើងចង់ copy material ចេញហ្នឹងចុចក្រោយគេដើម្បីវាជា active object ហើយបន្ទាប់មកចុច control L ហើយយក link material អូខេអញ្ចឹងនៅពេលដែលយើង link material ទៅ object ផ្សេងៗដែលយើងបាន select ហ្នឹងវានឹង copy material តាម active object របស់យើងអូខេអញ្ចឹងបន្ទាប់ខ្ញុំនឹងដូរ tone នេះដាក់ពណ៌វារៀងពណ៌ដីឥដ្ឋទៅហើយខ្ញុំចុចadd new material ហើយខ្ញុំដូរឈ្មោះវាដាក់ថា clay អូខេហើយខ្ញុំនឹងដូរ base color របស់វាទៅជាពណ៌រៀងដីឥដ្ឋតិចមកអូខេហើយជាប៉ុណ្នេះទៅអូខេអញ្ចឹងយើងបានប៉ុណ្ណឹងហើយសម្រាប់ tone ផ្សេងៗនេះក៏ខ្ញុំចង់ដូរដាក់វាពណ៌ clay នឹងដែរអញ្ចឹងខ្ញុំចុចselect អស់ហើយ select tone នេះនៅក្រោយគេមកចុច control L យក link material អូខេអញ្ចឹងគឺយើងបានប៉ុណ្ណឹងហើយបន្ទាប់មកសម្រាប់ដើមឈើវិញគឺយើងចង់ឲ្យវាមានស្លឹកពណ៌បៃតងហើយដើមវាពណ៌ឈើអូខេអញ្ចឹងដើម្បីធ្វើអញ្ចឹងបានខ្ញុំចុច new ហើយខ្ញុំដាក់ឈ្មោះថា tree ហើយបន្ទាប់មកខ្ញុំនឹងដូរ base color របស់វាទៅជាពណ៌ដើមឈើសិនហើយពណ៌ក្រហមហើយរៀងកម្ៅបន្តិចមកអូខេហើយខ្ញុំក៏ចង់ឲ្យវា smooth ដែរដោយសារវាមើលទៅវាប្រអប់ចេះអញ្ចឹងខ្ញុំមកស្ដាំចុច shade auto smooth អូខេអញ្ចឹងបន្ទាប់ពីយើងបានប៉ុណ្ណឹងយើងនឹង add modify add material មួយទៀតអញ្ចឹងនៅកន្លែង material ហ្នឹងចុចសញ្ញាបូកមកហើយចុច new មកហើយនឹងដាក់ពាក្យថា leaf គឺស្លឹកឈើហើយខ្ញុំនឹងដូរ base color ទៅជាពណ៌បៃតងអូខេបៃតងយ៉ាងចាស់តិចទៅប៉ុន្តែយើងឃើញ object ហ្នឹងគឺវាអត់ដូរ color ទេអញ្ចឹងដើម្បីដាក់ color ទៅឲ្យស្លឹកផ្សេងដើមផ្សេងយើងត្រូវទៅ edit mode អូខេអញ្ចឹងនៅក្នុង edit mode ខ្ញុំបញ្យល់អ្នកនរគ្នាបន្តិចឃើញថាវាមានអាដុំនេះមួយដុំ UV sphere នេះ2អញ្ចឹងយើងមាន UV sphere 2ហើយនឹងcube នេះមួយដោយសារដើមនេះវាចេញមកពី cube អញ្ចឹងយើងត្រូវបែងចែកថាទោះបីវាជា object តែមួយក៏ដោយនៅពេលដែលវានៅក្នុង edit mode គឺវាផ្សំឡើងពី object ផ្សេងៗគ្នាអញ្ចឹង
មួយ object ហ្នឹងមានថាវាជាមួយ link ហើយមួយ object នេះក៏មួយ link ដែរអញ្ចឹងដើម្បី select object ហ្នឹងយើង select ផ្នែកណាមួយនៃ object ហ្នឹងហើយចុច control L មកមានថាយើង select link ដែលជា object ដែលមួយ object ហ្នឹង link របស់មួយ object ហ្នឹងហើយបើខ្ញុំចុច shift ចុច object នេះមួយទៀតហើយខ្ញុំចុច control L គឺមានថាវា link មក object ហ្នឹងមួយទៀតអូខេអញ្ចឹងបន្ទាប់ពីយើង select object ដែលយើងចង់ដាក់ពណ៌ផ្សេងហ្នឹងយើង select ហើយយើង select ពណ៌ដែលយើងចង់ assign ឲ្យវាអញ្ចឹងយើងចុចលើ leave មកហើយយើងចុច assign មកអូខេអញ្ចឹងដល់ពេលដែលយើងចុច assign ទៅឃើញពណ៌វាគឺដូរហើយគឺវាអត់នៅពណ៌ដើមឈើទៀតទេអូខេហើយសម្រាប់នេះក៏យើងដូចគ្នាដែរខ្ញុំនឹងassign material 2គឺទី1គឺ tree ហើយនឹងបូកមួយទៀតខ្ញុំនឹង assign material មួយទៀតគឺ leaf ហើយយើងធ្វើដូចគ្នាយើងទៅ edit mode ចុច tab ដើម្បីទៅ edit mode ខ្ញុំ shift select object ដែលជា structure ហ្នឹងហើយចុច control L មកដើម្បីវា link ហើយ select យក material ដែលយើងចង់ assign ចុច assign មកអូខេហើយខ្ញុំ tab ចេញពី edit mode មកវិញអូខេអញ្ចឹងបន្ទាប់ពីយើងដាក់ material ហើយចុងក្រោយគេនៅសល់តែរូបភាពឯងអញ្ចឹងរូបភាពមួយស្លឹកនេះយើងដាក់លើអញ្ចឹងដើម្បីយើងអាចដាក់រូបតាមចិត្តរបស់យើងបានយើងដំបូងមកកន្លែង material នេះមកហើយយើងចុច new ដូចគេដូចឯងដែរហើយបន្ទាប់មកខ្ញុំនឹងមកកន្លែង shading អូខេយើងមក tab shading នៅខាងលើនេះអញ្ចឹងធម្មតាពេលយើងចង់លេងជាមួយនឹង material របស់ object ធម្មតាគឺយើងមកកន្លែង tab shading នេះហើយកន្លែង tab shading នេះគឺវាអនុញ្ញាតឲ្យយើងប្រើជា node មានថាយើងប្រើជាប្រព័ន្ធភ្ជាប់ខ្សែគ្នាអញ្ចឹងអូខេអញ្ចឹងពេលដែលខ្ញុំ select ផ្ទាំងរូបភាពនេះខ្ញុំចង់ដាក់វាជារូបអញ្ចឹងដើម្បីដាក់វាជារូបបានខ្ញុំមកកន្លែង node នេះខាងក្រោមនេះខ្ញុំចុច shift A ហើយខ្ញុំយកវាជា texture មកហើយខ្ញុំនឹងយកវាជា image texture ឬក៏យើងអាចគ្រាន់ចុច shift A ហើយវាយអក្សរ image មកអញ្ចឹងយើងយក image texture មកអូខេអញ្ចឹង image texture ខ្ញុំនឹងភ្ជាប់ color នេះទៅជាមួយនឹង base color អូខេពណ៌លឿងទៅពណ៌លឿងអញ្ចឹងយើងមកឆ្វេងចាប់ទាញមកឲ្យមកដល់ពណ៌លឿងមកអូខេអញ្ចឹងដល់ពេលដែលយើងភ្ជាប់ទៅយើងឃើញថាimage របស់យើងហ្នឹងរូបភាពរបស់យើងហ្នឹងគឺវាចេញទៅជាពណ៌ខ្មៅដោយសារតែយើងអត់ទាន់មានរូបភាពណាមួយបើកសម្រាប់ដាក់ image texture ទេអូខេអញ្ចឹងយើងចុច open មកហើយយើងទៅបើករូបភាពដែលយើងចង់ដាក់ធ្វើជា wallpaper ហ្នឹងមកអូខេអញ្ចឹងខ្ញុំនឹងទៅ file មួយអូខេចាត់ទុកថាខ្ញុំដាក់រូបភាពមួយនេះចាអញ្ចឹងខ្ញុំចុច open image មកអូខេចឹងដល់ពេលយើង open image មកយើងនឹងឃើញរូបភាពរបស់យើងគឺជាប់នៅលើobject មួយហ្នឹងឯងអូខេតែវានឹងមានលក្ខណៈថាវា stretch ឬក៏វា rotate ខុសគ្នាអញ្ចឹងទៅអូខេចឹងអាហ្នឹងអត់មានបញ្ហាទេយើងនឹងមកកាន់ UV editing ហើយយើងនឹង select face មួយមកចុចលេខ3ដើម្បី select face ហើយយើងឃើញថាវាដូចជាអត់មានខុសទេអូខេចឹងយើងចុចface មួយនឹងមកហើយយើងចុច U ដើម្បី unwrap យើងចុច unwrap មកចឹងដល់ពេលដែលយើង unwrap គឺយើងឃើញរូបហ្នឹងគឺវានៅបញ្ជាក់ដដែលអញ្ចឹងយើង select all select ខាងឆ្វេងនេះ select ជា UV វា select all មកហើយយើងចុចមកស្ដាំយើងrotate វា90 degree មកអូខេអញ្ចឹងខ្ញុំនឹង rotate វា90 degree ចុច all ហើយចុច90អញ្ចឹងយើងបានប៉ុណ្្នឹងហើយខ្ញុំនឹង scale វានៅលើ AX អញ្ចឹង GX មក scale វានៅលើ AX មកអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើអញ្ចឹងហើយយើងនឹងបានរូបភាពរបស់យើងគឺវា fit ជាមួយនឹងរូបដែលយើងបានដាក់ឯងអូខេអូខេអញ្ចឹងបន្ទាប់ពីយើងបានដាក់ material ហើយអស់យើងនឹង render វាចេញអូខេអញ្ចឹងយើងនឹងមក layout ហើយខ្ញុំដើម្បី render បានគឺយើងត្រូវការកាមេរ៉ាអញ្ចឹងយើងនឹង add កាមេរ៉ាមួយចុច shift A ហើយយកកាមេរ៉ាមកអូខេអញ្ចឹងខ្ញុំទាញវានៅលើ AZ GZ ហើយខ្ញុំចុច LR ដើម្បី reset rotation របស់វាអញ្ចឹងខ្ញុំនឹងចុចលេខ0ដើម្បីចូលទៅមើល view របស់ camera ហើយខ្ញុំនឹងទាញវានៅលើ AX តិចមកចេញមកវិញសិន
chứ nhầm trong ở bia mơ lẹ cái này chứ chứ là bây thôi chẳng bán giờ nâng select camera rotate AX size sập giảm đây cái hai giờ nâng rotate là AZ size sập giảm đây cái đây cho cho số offset size sập giảm đây cái đây ok chứ là bây giờ chọn lịch số chỉ giờ nâng khai bên này hai nhầm nâng chí thì mà ở trong tiền mà ok hai bây giờ máu nó càng snap như khai hộp camera nó bây giờ select camera hai giờ khai hộp camera nhưng nâng đồ type bảo vệ perspective từ orthographic ok hai nhầm nâng rời sai đi ở bên tôi tìm á hai chia bên em á ok hai nhầm chi giật tin camera năng lượng giật ok chẳng là bay render về chính giờ tập 4 giờ thờ mà lại viewport shading đồ dột render display mà ok chắc là bây giờ khỏi đâu mà lại render này phim cho nên khơi miền A chậm lại pi dáng cứ tìm mũi cứ xin vào dưới cứ việc là nghịch ITP bảo đại diện cắt thua chỉ bộ ní việc trên tay chiếc chụp ok chẳng giờ được đọc sẽ đào mùi ok chắc ạc chụp ní giờ chẳng khơi viên ở cái lại render thế chẳng nhưng màu cái lại object hai cái lại visibility nhưng đọ cái lại render trên màu ok đọ cái lại render chính đọ camera đọ shadow đọ volume đọ speed đọ plane trên nhỏ mà nhân tục tập viewport đó bạn này chắc mình ta nó bây giờ render object nó lên khơi nhỉ để sao để dạng bạn đọc thạch về trên nhỉ ok chứ nhưng chắc lịch sơn mà đọc tiệt ok chứ nó bây để dạng chặt bản năng hái dạng ai đọc sai bản năng bạn này ai đọc sai ai để dạng mơ khơi lơ bìa vậy để dạng chọn bán hai bắt đầu máu cứ dạng bắt hai lớn làm bay ỏi bắt đầu bây giờ vì miền bờ lưới miền ai group run mơ tơ sạch hay chứ nhầm năng chọn shift e hai dạng do lại lại đúng không hay nhầm năng add area line về chắc bây giờ này là cái này add tới cursor bọn này là cái này là cái lại xính dạng ai chọn shift s hai tên cursor mà origin world mà thu world origin mà hay add player tới chẳng player nó màu cái đà lại tại bây giờ dạng add hai viên nơi cái lại xây chẳng dạng chọn alt mà đã bay reset location ở bên chẳng viên đằng màu cái lại đà mày ok chứ nhầm chọn z tên việc khát mà lớn hay nhầm chọn scale viết chẳng nhầm chọn cho so ấn là bay mờ tùm home scale và biết chứ nhầm scale vì đã bay đòn tới nhầm chọn mai với ô một hồ mà chứ mình ta vì affect tầng đó chọn lịch bay mà ok hai giờ mẹ power với nhầm đã vì sam sắp ấy chứ sam sắp mơ tới hiện ắt sơ lấy cho nhầm đã vì mà rồi chứ ok chứ nhầm đã vì mà rồi hay nhầm chọn ở việc play nơi chung quanh nâng tiết cho nhầm nâng add play một tiết chọn shift a nhầm do việc chia san mà đó cho chỉ bẻ tích hai chẳng chỉ san nhầm chỉ giật về mà chẳng play bẻ tích này thì bây giờ đã được lại nó có việc play là bắt đầu này cô ấy play bẻ tích mình là việc cột tự đọc và xin như bình một ok chẳng nhầm nâng rotate về là ax tha đã đọ ha sắp ấy chứ hay anh ấy sẽ rotate về hai chia đọ bộ này thế đọ đọ vậy thế ok bên này chứ hai tụi máu nhưng đừng mơ ta khi sầm màu vía mơ tới sầm màu ví hiện đất khăn chứ nhưng mà trong ngoài sầm màu nó đất khăn nhưng trong ngoài ví hiện biển thì chắc là bay thôi chẳng bán giờ nâng màu cái lại giờ sẽ lại san lại đằng hái giờ màu cái lại càng stam đấy detail với cho hộp hộp lên nó má hay là angle nó dân tiền việt thông thì thế cho nên bây giờ angle càng là thống small với càng là soft ok chẳng dân bạn xin bên đó dân cho lịch số mơ xin bây giờ má ok chẳng mơ tới views đấy giờ render bán chân dân cho FWPដើម្បីrender ok chẳng bắt đầu bây giờ render hái dân dọc image hay cell má hay dân cell bắt đầu bây giờ tới dân đã mỗi đã tới dân đã nó chỉ cell mà ok ok chẳng
វីដេអូរបស់យើងមកដល់ទីបញ្ចប់ចឹងសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតដល់ចប់ចឹងបើសិនមានកំហុសខុសឆ្គងកន្លែងណាសូមអ្នកទាំងអស់គ្នាអភ័យទោសព្រោះអីអានេះគឺជាវីដេអូទី1ដែលខ្ញុំថតវាបើពេលយូរមែនទែនដើម្បីកាត់វាបញ្ចូលគ្នាធ្វើជាមេរៀនមួយនេះចឹងអរគុណខ្លាំងមែនទែនជួបគ្នានៅវីដេអូក្រោយ